ដោយអ្នកដែលជាស្លាប់អាចារ្យទៅស្រែកដាក់ជាពុទ្ធធម៌អរហង្គទៅអរហង្គកិនដែលជាពិធីកិច្ចតែតាមពេលអ្នកអនុអត់ស្ដាប់បានដែរអាហ្នឹងគេថាពិធីយកទៅស្រែកទេអាហ្នឹងអត់ថាជ្រាបទេងប់មុនណាស់បានជីវិតហ្នឹងចេញក្រោយគេងាប់ក្រោយគេទៅវិញចឹងទៅស្ដាប់មិនឮងាប់អស់ទៅហើយមានអីស្ដាប់បានទៀតព្រះសង្ឃទៅសូត្រធ្វើសូត្រឲ្យអ្នករស់ទេណាស្ដាប់ណាឲ្យសាច់ញាតិក្រុមគ្រួសារទាំងអស់តែថាបាំងស្គលហ្នឹងមិនមែនបាំងឲ្យខ្មោចស្ដាប់ទេព្រោះអ្នកស្លាប់ទៅហើយมันអាចទទួលយកអ្វីដោយផ្ទាល់យ៉ាងបានតែមានទៅតាមរយៈការឧទ្ទិសគេឧទ្ទិសទៅឲ្យកាលណាប្រសង់លោកសូត្របានក៏លោកសូត្រសង្វេជនីយៈធ្វើញោមតែអនិច្ចាវត្តសង្ខារានិងសង្ខារទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងហើយនឹងវិនិច្ឆ័យទៅវិញជាធម្មតាហ្នឹងនោះតែរលត់នៅសង្ខារទាំងឡាយទើបបាននៅសេចក្តីសុខគ្រប់យ៉ាងក្នុងកម្មវិធីបុណ្យនេះមុននឹងសម្ដែងធម៌ទេសនាអាត្មាភាពសូមបញ្យល់ដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់អំពីបុណ្យ100ថ្ងៃដើម្បីឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបយល់ដឹងច្បាស់ថាតើពិធីបុណ្យ100ថ្ងៃនេះជាបុណ្យទំនៀមទម្លាប់របស់ខ្មែរយើងឬក៏ជាប្រពៃណីទំនៀមទម្លាប់ពីណាឬក៏មានសម្ដែងជាពុទ្ធានុញ្ញាតមាននៅក្នុងគម្ពីរបត្រៃបិដកសូមសម្ដែងវែកញែកពយល់ទៅនឹងសិនឲ្យយល់ច្បាស់ប្រយល់ទៅតាមពុទ្ធសាសនាជាពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យចម្រើនលូតលាស់ដោយបញ្ញាដឹងស្គាល់អ្វីទាំងអស់ក្នុងកិច្ចការដែលយើងត្រូវធ្វើនឹងជាអវាទទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនោះព្រះអង្គទ្រង់សម្ដែងជាប់ទាក់ទងនឹងវិន័យសម្រាប់ពួកភិក្ខុសង្ឃក៏ដូចជាញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែរក្នុងវិន័យដែលព្រះអង្គទ្រង់សម្ដែងថាបរិស័ទទាំងអស់មុននឹងប្រពកម្មវិធីអ្វីមួយជាពិធីអ្វីក៏ដោយទោះបីទាក់ទងនឹងពុទ្ធសាសនាក្តីឬជាកិច្ចការអ្វីក្រៅអំពីពុទ្ធសាសនាជាកិច្ចការដែលញោមញាតិបរិស័ទនឹងត្រូវប្រពដើម្បីជាអាជីវកម្មការចិញ្ចឹមជីវិតរបស់ខ្លួនធ្វើការអ្វីទាំងអស់ត្រូវតែចេះដឹងរៀនច្បាប់រៀនជំនាញរៀនទ្រឹស្ដីនឹងឲ្យចេះសិនឲ្យដឹងសិនបានទៅប្រពប្រព្រឹត្តបានសម្រាប់ពុទ្ធសាសនានោះសម្ដែងថាត្រូវសិក្សារៀននៅព្រះបរិយត្តិធម៌ពីផ្នែកធម៌វិន័យពុទ្ធសាសនាណាបរិយត្តិនេះគឺទ្រឹស្ដីយើងពោលភាសាសង្ខេបទ្រឹស្ដីបើញោមញាតិពុទ្ធបរិស័ទរក្សាសិលត្រូវសិក្សាពីពិធីរក្សាសិលនឹងសិនធ្វើទានត្រូវរៀនពីការធ្វើទាននឹងឲ្យច្បាស់សិនការធ្វើសមាធិក៏ត្រូវរៀនពីទ្រឹស្ដីសមាធិនឹងសិនបញ្ញាចម្រើនវិបស្សនាក៏ត្រូវរៀនឲ្យចេះដឹងទ្រឹស្ដីសិនទើបទៅបដិបត្តិទៅអនុវត្តនឹងបាននឹងខ្ញុំកណាអាត្មាសូមបញ្ជាក់អញ្ចឹងបើសិនណាទៅធ្វើអ្វីដោយអត់ដឹងសោះឃើញគេធ្វើចេះតែធ្វើតាមគ្នាតទៅឬក៏សិក្សារៀនសូត្រឲ្យដឹងឲ្យតែមិនទាន់ច្បាស់លាស់នៅតែព្រិលនៅតែសង្ស័យប្រហែលតែយ៉ាងនេះតែដឹងយ៉ាងនោះតែដឹងសម្រាប់ពួកភិក្ខុធ្វើអត់បានទេទៅធ្វើតង់ល្ងងរៀនហើយតែមិនទាន់ច្បាស់តែធ្វើត្រូវអាបត្តិទុកត់
នឹងសំជំរាបចឹងឲ្យញោមញាតដឹងថាពុទ្ធសាសនាគឺជាសាសនាដែលធ្វើឲ្យប្រកបដោយបញ្ញាបញ្ញាទៅតែយើងចេះដឹងទ្រឹស្ដីការងារដែលធ្វើនឹងបានបញ្ញាដឹងខុសដឹងត្រូវតែបើធ្វើដោយអត់ដឹងឲ្យតែតាមគ្នាទៅនៅទៅណអត់មានរួចខ្លួនទេអ្នកបួសគឺត្រូវអាបត្តិទុក្ខតែសម្រាប់ញោមញាតពុទ្ធបរិស័ទអត់មានអាបត្តិអីទេក៏ប៉ុន្តែព្រះអង្គសម្ដែងថាធ្វើអ្វីដោយល្ងងមិនដឹងធ្វើទៅតាមគ្នាតតាមភ្នែកឃើញតិចលឺនោះឬដឹងហើយបើអត់ច្បាស់ធ្វើទៅអត់បានសម្រេចអត់បានទទួលផលដ៏ល្អដែលយើងចង់បានទេធ្វើអីក៏មិនបានផងនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្វេងយល់អញ្ចឹងបានដាក់បទបញ្ញត្តិដល់ពូភិក្ខុបើពូភិក្ខុមិនស្គាល់ធម៌មិនស្គាល់វិន័យចេះតែប្រព្រឹត្តទៅវិចារឃ្លាវខ្លាយទៅយុប្រឆាធ្វើវិន័យនៅខុសអសលានឹងបានព្រះអង្គបញ្ញត្តិតាំងតែណាញោមណាមិនតែរឿងសពបីតែសូត្រធ្វើណារៀនធ្វើសូត្រខុសអក្ខរៈផ្សេងជាអ្នកអាសំឡេងខ្លីទៅថាវែងសំឡេងវែងទៅថាខ្លីសំឡេងស្រាលថាធ្ងន់សំឡេងធ្ងន់ថាស្រាលទៅថាត្រូវអបត្តិទុក្ខរាល់តែដែលខុសហ្នឹងឯងនេះព្រះអង្គបញ្ញត្តិបើមិនបញ្ញត្តិឲ្យទូទៅពូភិក្ខុគឺមិនយកចិត្តទុកដាក់ទេក៏ចេះតែសូត្រចេះថាទៅតែសប្តាហ៍ថ្ងៃហ្នឹងញោមញាក់ក្លាដៃប្រសង់ដែរសូត្រធ្វើអត់ទៅត្រូវទេដោយបន់នមស្ការដើមនេះគេអានថានមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈទៅយើងចេះតែរៀនទៅនមោតាសៈភិក្ខវៈនមោតាសៈទៅជាគេតាស់យើងថាតាសៈឧស្រអាភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធយល់គេសម្មាសម្ពុទ្ធខុសបើពូភិក្ខុត្រូវអាបត្តិនឹងប្រមាណទេទៅគាត់នឹងគាត់សូត្រដល់ប៉ុណ្ណានឹងសំផ្ទៀងមែនទេជាពិសេសលោកអាចារ្យសៀងបើកសភៅមើលមែនទេព្រោះលោកអាចារ្យអ្នកនាំគេបើចង់មើលបើទៅសូត្រថាសម្មាសម្ពុទ្ធនឹងទៅណាទេនឹងបើខុសនោះក៏គេសម្មាសម្ពុទ្ធក៏ធ្ងន់ផ្ចេញជាអ្នកតម្រួតគេប្រកបស្រៈទេដែលយើងទៅអានថាស្រៈអាសាមខហ្នឹងឯនេះដាស់តឿនក្រានរំលឹកទាំងអស់គ្នាមានលោកអាចារ្យជាដើមនឹងទៀងមើលឡើងវិញចេះសូទៅអត់បានកើតតែខុសច្រើនណាអាត្មាទៅក៏កែគ្រប់តែកន្លែងឯងបើក្នុងនេះនឹងសូត្រយ៉ាងម៉េចអាត្មាមិនបានស្ដាប់ផងអាចារ្យនឹងសូត្រមកតែបានស្ដាប់ប៉ុណ្ណឹងនិយាយថយហើយទៅផងអត់ទេអត់ដូចជាបន់ខួប100ថ្ងៃនេះញោមញាតចេះតែធ្វើទៅ100ថ្ងៃ7ថ្ងៃមិនមានតែ100ទេមាន7ថ្ងៃមួយទៀតបុគ្គលនៅអនិច្ចកម្មនៅបាន7ថ្ងៃធ្វើម្ដងខួប7ថ្ងៃដល់គម្រប់100ថ្ងៃធ្វើម្ដងទៀតចេះធ្វើទៅអត់ដឹងថា7ថ្ងៃនឹងជាបុណ្យអ្វីប្រពៃណីមកពីណាអីពីណាអត់ទៅដឹងទេចេះតែធ្វើទៅដូចថ្ងៃនេះជាដើមណាអាត្មាគិតតែប្រហែលជាញោមញាតដឹងមិនសូវដឹងនឹងបានឆ្លៀតយកឱកាសនោះបញ្យល់បកស្រាយពីរឿងបុណ្យ7ថ្ងៃសិនបុណ្យ7ថ្ងៃនេះ100ថ្ងៃនឹងជាប្រពៃណីរបស់ចិនទេមិនរបស់ខ្មែរទេជនជាតិចិននៅឯស្រុកចិននៅប្រទេសចិននេះគ្រប់ឲ្យតែចិនកាលណាមេដាបេដាបុព្វការីជនគេអនិច្ចកម្មទៅដល់7ថ្ងៃគេធ្វើម្ដង49ថ្ងៃគេធ្វើម្ដង100ថ្ងៃគេធ្វើម្ដងចឹងប៉ុន្តែចិនគេធ្វើគេអត់បានមានពុទ្ធសាសនានិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តប្រគេនផាត់ប្រគេនចង្ហាន់អីទេគឺគេទៅសែនតាមប្រពៃណីចិននឹងសែន7ថ្ងៃគេទៅសែនភ្នោដែលកប់នឹងម្ដងរំលង49ថ្ងៃគេទៅសែនម្ដងទៀត
រំលងទៅ100ថ្ងៃនេះគេទៅសែនម្ដងទៀត3ដងប៉ុណ្ណឹងឯងត្រឹមពីអនិច្ចកម្មទទួលមរណកាលទៅនឹងដល់ផុតពីនោះទៅគេគ្រាន់តែមួយឆ្នាំគេទៅឆេញមេញម្ដងទេទៅសែនភ្នំម្ដងចឹងនឹងសំយមជ្រាបសម្រាប់ខ្មែរយើងអត់មានទេបន7ថ្ងៃ100ថ្ងៃមិនមានទេសួរតែចុះបើមិនមានមិនក៏ញោមញៀនឲ្យយកមកប្រព្រឹត្តប្រពហ្នឹងតាមចិនហ្នឹងថានឹងប្រពៃណីវាឆ្លងមកពីព្រោះនៅតំបន់ប្រទេសយើងនេះគេហៅតំបន់ Indochina បារាំងហៅ Indochina ព្រោះយើងនេះទទួលវប្បធម៌របស់ឥណ្ឌានិងចិនយើងនេះវានៅកណ្ដាលឥណ្ឌានិងចិននៅគៀបចិនឥណ្ឌានិងចិននៅគៀបយើងម្ល៉េះហើយវប្បធម៌របស់ឥណ្ឌាហើយនឹងចិននឹងចូលមកក្របសកត់នៅលើទឹកដីយើងបានគេហៅតំបន់ឥណ្ឌូចិនព្រោះទទួលវប្បធម៌ឥណ្ឌានិងចិនហ្នឹងយើងទទួលវប្បធម៌របស់ឥណ្ឌាគឺសាសនាព្រាហ្មណ៍នឹង1ពុទ្ធសាសនានឹង2ព្រះពុទ្ធសាសនាព្រាហ្មណ៍នឹងឥណ្ឌានឹងប្រភពដើមកំណើតនៅប្រទេសឥណ្ឌាពុទ្ធភូមិហៅពុទ្ធភូមិឬហៅជំពូទ្វីបកន្លែងណាសាសនាព្រាហ្មណ៍ក៏កើតនៅនឹងពុទ្ធសាសនាក៏កើតនៅនឹងក្នុងសម័យព្រះសមណគោតមយើងនេះសាសនាព្រាហ្មណ៍នឹងកើតមុនព្រះសមណគោតមបរមគ្រូយើងពូជរបស់លោកនៅក្រោមឥទ្ធិពលរបស់សាសនាព្រាហ្មណ៍ទាំងអស់ពូជពងលោកគោរពតាមនឹងទាំងអស់នឹងសំយើងនិយាយជ្រាបហើយសាសនាទាំងពីរនេះហូរចូលមកទឹកដីរបស់យើងសាសនាព្រាហ្មណ៍ចូលមកមុនតាមរយៈកនដេញព្រាហ្មណ៍និងហ៊ុនទៀននឹងគាត់ជាមេសាសនាព្រាហ្មណ៍គាត់បានធ្វើដំណើរតាមសម្ពើឆ្លងសមុទ្រមកចូលមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជានេះគាត់បានមានសំណាងជាអ្នកគ្រប់គ្រងដឹកនាំជាប្រមុខជាស្ដេចនៅលើទឹកដីកម្ពុជាយើងទី1ដល់អញ្ចឹងគាត់ផ្សាយសាសនាព្រាហ្មណ៍គាត់គ្របដណ្ដប់មកលើទឹកដីកម្ពុជាយើងនឹងពោពេញទាំងអស់ពុទ្ធសាសនាយើងនឹងមកដែរប៉ុន្តែមកតាមរយៈប្រធេរៈ2អង្គទេគឺព្រះសោណថែព្រះឧត្តរថែតែលោកនឹមដែលប្របាទធម្មេសោបញ្ជូននោះហើយមិនទាន់រីកចម្រើនទេនៅទៅតាមក្រុមភូមិឃុំរបស់ប្រជាប្រដ្ឋតូចទេព្រោះសាសនាព្រាហ្មណ៍គេរីកចម្រើនគ្របដណ្ដប់មុនវាសំជ្រាបអញ្ចឹងដូចជាចិនប្រពៃណីរបស់ចិនយើងទទួលវប្បធម៌ចិននឹងច្រើនណាស់តាំងពីមហូបអាហារស្ដីឲ្យសពចិនគុយទាវមីទៅជាកណ្ដោបផ្កាចេកក្តាមប្រៃពងទៀបប្រៃអានឹងសាចិនទាំងអត់ទេណាញោមណាជំរាបកណ្ដានេះវប្បធម៌ចិនចូលមកនោះសំបីតែខោអាវនេះក៏របស់ចិនដែរពាក្យថាអាវថាខោរបស់ចិននេះខ្មែរយើងស្រីសម្ពត់ចង់ក្បិននេះនិយាយសម្ពត់ទេអានេះវប្បធម៌ចិនយើងមើលយើងមានដឹងហ្នឹងឯណាក៏សំណោះញោមក៏ប្រាប់ឲ្យដឹងបន្តិចទៅចិនយើងទៅវប្បធម៌រហូតដល់បថៅពុះអោសនេះយើងថាពុះថៅបថៅផលចិននេះមិនថាខ្មែរទេតើពុះអោសខ្មែរយើងមានតែដឹងទេខ្ញុំស្គាល់ដឹងហ្នឹងមានដឹងភឹងដឹងជងដឹងភ្លុកពីសម្រាប់ចាំងឈើដងវែងដូចចប់អញ្ចឹងណាអបថៅផលចិនទេញោមមានទៅដឹងនៅសំណោះញោមនៅតែណាក៏ប្រាប់ឲ្យដឹងទៅត្រូវដឹងអញ្ចឹងឯងបើកាលណាអត់ដឹងអត់ល្អទេសម្រាប់ពុទ្ធសាសនាពុទ្ធជាបរមគ្រូមិនឲ្យតម្លៃទេធ្វើអីត្រូវឲ្យដឹងអានឹងសូមឲ្យជ្រាបអញ្ចឹងញោមសំបីតែពិធីការខ្មែរហ្នឹងមានចូលមកចិនពីហើយអាសម្ពុតចតៃក្រហមយកមកវិចមកលូពាន់ស្លាពាន់ហើយចំនួនហ្នឹងចិនណាចតៃក្រហមហ្នឹងប្រជាជនគេនិយមមកចតៃក្រហមនោះយក
miền Pria mũi cài xa hao nó việc khai ở tại khơi bừa có hôm anh em màu chết đều khai trên cái này mày vẫn trôi màu nó chia tay có hôm sáng ngày giờ trôi mới bỏ chọn đấy có hôm thì hiện anh tham gia chết ta kẻเป็นยอดปรับมาหาเธอมาหากาเกิดพอไปนี่มาเรื่องเนี่ยนะบ่จังใดก็หอมเจนแน่ไอ้ไก่เจนปีโบราณกีโยมบ่ยังแต่เจอโลละมีเพื่อเรื่องกีตุกโดยเชียเมียตำนางโดยเมียโดยโยมเมียตัวโหดถือรู้โยมมาจังใดคือเนี่ยจ่าจังใดที่ท่าบ่ใบตะไซทลายสมาลูเมียเลิกล่างกระเวียมันเจนมันชี้เมียเจนมันดังเมียเต้าเมียไอ้กมเน่าชี้เจนởชายยังนึงจองได้โกนเมียอะไรตั้งปีทลายทลาcáiเจ้ามาcáiรีบรำจัดทำเมียไปยึดอดดังเต้าเช็ดเธอตึมมาสมัยนั้นมาเจ็ดประมูลไปสับปีมุนสตะเรื่องต่างอ๋อแล้วก็พอสังไงอาตมาติสนาเป็นโยนแล้วค่อยกลายแปลโมเรื่องต่างอ๋อไปใหญ่พอไปนี่เยอะคือเรื่องเช่นอันนี้เช่นอธิบายแต่เปลือกก็หอมพอเช่นเนี่ยปีกาน้องเมียนขโมน้องพอเช่นเลยโจรบอกน้องมังกรกาขมายนะแล้วเช่นจะมาเพลงเป็นอุปกรณ์เพลงเมียนโตรอูโตรซอโตรเชคลอยเข้มพอเช่นแล้วก็ยังเมียนตัวดังไงนะอันนั้นโจรมาอยู่อันนี้รีบเริ่มยังบรรทับเป็นนิบัติเถื่อขมายยังเมียนระบอบเอ็นดีหนึ่งเช่นโจรมากรบนับบ้านแก้วดำบันเอ็นดูเช่นเต็บันมารอยทั้งไงนี่ส่วนจะบันนี่ระบอบเช่นไม่บ้านมาเนาลึกขมายเถื่อได้ถ้าไปพร้อมเมียนเช่นมาเนาสระขมายยมดังเฉียบหายเช่นเมนเอาแต่สระขมายเอาเปี้ยปิ้งไปพบโลกทวีนาก็เมียนโดยสาสระเช่นนุ่มกรอบไปคลาเราตัดได้เพื่อแสดงบ้านอัดบ่ออัดใบบ่อพวกเน่าเวียนบ้านก็ได้เช่นบิปฏิเชียตกัดตัวโรปฏินัดได้เมียนมหบอาหารละบอนเช่นชีวิตในเวงเงี้ยก็เน่าแต่เชื่อวิสัยสระขมายยังนั่งไอ้ลาวเวียดนามไปเนื้อซาตะเมียนเช่นอาเซียแล้วหดอักทวีปยุโรปสระปรังสระได้เช่นตัวด้านนอกตัวโดยเช่นมาสระยืงเมียนบ้านเด็กปุปนเด็กโกนมวยหน้าเกิดมาตะมันเนี่ยเกิดเตะเปล่าได้แล้วเดมาดาวเต้าเกิดโรซีเต้าเบอร์จำนวนช่วยพระเต้าตราการโรกูสกอตะเมียนก็มอมเช่นนั่นมันเอาสระขมายนู่นเมียนตะโกนก็มอมขมายนั่งไงอันนึงเรื่องราวนั่งเช่นมาตันดังโกนก็มอมขมายถ้าเบอร์เจ้ากูสกอโยมนึกได้แต่นั่งโกนกัดเช่นเจ้ากัดเช่นเจ้าตูดเจ้าลูกกัดขมายมากันนัดเช่นมากันนัดเอาเช่นไม่ขมายนี่โยมสมบัติสอนนี่มันขมายสอนแต่นั่นเองจ้ะที่ทวีเบิกกัดนี่จ้ะมาลาหายขมายนั่งกันพุทธศาสนาเช่นนั่งไปที่เช่นนี่เวียแสนเนี่ยเอาตรงปีเวียเตยจะโบกเนี่ยตรงปีการนาเมียนในกิจกรรมนั้นแสนตามเช่นผมเป็นทั้งไงแสนจะผมเป็นทั้งไงเช่นมารอยทั้งไงเช่นดอกขมายข้างปะปวนนั่นเต้าเพื่อคูบสั่งเกตาเตะกันนานนปเตียนปันปะไปนี่ขมายมาคูบอังเกตเพื่อนะบุคคลน้องโลกอันนี้จะกรรมทั้งไงหน้าแค่หน้าแล้วบุเวลเรามาแค่ไงไม่แค่มวยคูบเกิดเพื่อคูบมาชนำหรือปีชนำโดยบนปิศากับโบเชียยังเพื่อบนปิศากับโบเชียก็ยอมลึกทั้งไงได้ประสมาสัมพุทธตรงประโสตรงบานตรัปรินิเปียนทั้งไงนั่งไอบางกิจบนปิศาโบเชียรำลึกเพื่อนจังตอนนี้เป็นดอกไม้จะไม่เอาโดนตากะในกิจกรรมทั้งไงนะตาคูบก็เพิ่มมาคูบมาชนำหนึ่งเบลลามาไงนั่งกันนั่นก็เพิ่มมาคูบได้ชนำกร้อยก็ถ้าปีคูบชนำกร้อยไปคูบก็เพิ่มราชนำเธอกัตยูตามแบบขมายนะ
បើដល់អញ្ចឹងយូរទៅក៏ប្រពៃណីចិនហ្នឹងវាមកជាប់ជាពាក្យហ្នឹងខ្មែរយើងដោយសារមកកណាត់ខ្មែរមកកណាត់ចិនម៉ែខ្មែរឪចិនប្រឡាក់គ្នាអស់ណាប្រពៃណីនេះវាជាប់មកខ្មែរគេថាតាមពុទ្ធសាសនាថាតិកេណានុបទានឬសង្ឃេតាតិកេណានុបទានមិនលឺអាចារ្យរៀបរាប់ឲ្យសង្ឃេតាតិកេណានុបទានជាភាសាបាលីបបពោលយ៉ាងហ្នឹងក៏ញោមញៀនមិនចេះបាលីក៏មិនដឹងថាម៉េចដែរសង្ឃេតាតិកេណានុបទានហ្នឹងតែលប្រែជាខ្មែរថាគឺបុណ្យដែលកូនចៅអ្នកមានជីវិតនៅគេធ្វើឡើងដើម្បីបញ្ជូនដើម្បីឧទ្ទិសដើម្បីឲ្យដល់អ្នកស្លាប់ណាសូមឲ្យយើងញាតិចាស់ឲ្យតែឮថាតិខេណានុបទានគឺអ្នករស់គេធ្វើឲ្យទៅអ្នកងាប់នេះចាំឲ្យតែឮថាតិខេណានុបទានជាធ្វើកតញ្ញូដែលគេតបស្នងសងគុណដល់បុព្វការីដែលលះលោកទៅនោះអញ្ចឹងសួរថាខ្មែរយើងថាមកខួបយើងធ្វើចាប់បាននឹង100ថ្ងៃធ្វើទៅម៉េចខុសអត់ត្រូវតែទេវាអត់ខុសទេត្រូវដូចតែគ្នានឹងឯក្នុងកិរិយាដែលដឹងគុណអ្នករស់នោះមានធ្វើកតញ្ញូដឹងគុណអ្នកស្លាប់ហើយក៏នៅមិនស្ងៀមទេប្រពកម្មវិធីថាកតវេទីតាធ្វើនេះកំពុងតែធ្វើเขาកតវេទីតាធ្វើតក៏មានធ្វើតិកេណានុបទានធ្វើអមិសទានធម្មទានតក៏ហៅកតវេទីតាធัวបានធ្វើតបើក្រិនតែកតញ្ញូក៏ដឹងគុណអើយម៉ែឪដូនតាលោកមានគុណប៉ុន្តែអត់បានធ្វើអីតបទេដល់វេលាធ្វើតគេហៅថាកតវេទីតាធัวបើមានពីរកតញ្ញូកតវេទីតាធัวធ្វើពីរនេះមានកើតឡើងចំពោះតសពបរោះអ្នកមានបញ្ញាទេណាបុគ្គលអសពបរោះមានបញ្ញាគ្មានទេធ្វើពីរនេះមិនដែលដឹងគុណម៉ែឪអីទេអ្នកណាដែលប្រពនេះបាននេះនឹងជាបុគ្គលដែលមានបញ្ញាសពបរោះយល់ដឹងខុសត្រូវមុខក្រោយអតីតអនាគតបច្ចុប្បន្នស្គាល់ថាណាមានគុណធ្វើសេចក្តីល្អមកយើងជាតួបញ្ញានឹងដែលពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសរសើរណាស់បុគ្គលនៅពុទ្ធសាសនាបង្រៀនមនុស្សឲ្យមានបញ្ញាទេធ្វើអីត្រូវចេះត្រូវដឹងយល់តែធ្វើទៅល្ងិតល្ងងអត់រួយខ្លួនទេបើអ្នកបួសត្រូវអាបត្តិសំជំរាបជាពិសេសលោកអាចារ្យត្រូវដឹងពីការសូត្រធ្វើខុសនេះឆាប់លោកអាចារ្យតម្រង់មុនគេទៅយ៉ាងណាគេសូត្រខុសអការៈវិរុទ្ធនឹងនិយាយពីប្រពៃណីនេះផុសចិនណាញោមណា7ថ្ងៃ49ថ្ងៃបើឥឡូវ49ថ្ងៃហាក់ដូចជាសាបហើយក្នុងសង្គមមាននៅក្នុងចិនសោះបើតែក្នុងខ្មែរមានតែ7ថ្ងៃនិង100ថ្ងៃទេប៉ុន្តែมันខុសទេធ្វើទៅចោលក៏យើងមិនលុបបំបត្តិទេព្រោះវាប្រពៃណីវាលាយឡំគ្នាប្រពៃណីដែលល្អមានប្រយោជន៍យើងថែយើងរក្សាប្រពៃណីណាដែលអត់ប្រយោជន៍យើងអត់ត្រូវរក្សាទេប្រពៃណីណាក៏ដោយរបស់ឲ្យមានប្រយោជន៍ព្រោះនេះនាំឲ្យយើងនឹករលឹកធ្វើបន់ធ្វើកុសលឧទ្ទិសជូនទៅអ្នកដែលលះលោកទៅទោះបីជាចិនក៏អត់ខុសទេតែអាត្មាភាពគណៈសំដែងឲ្យដឹងថាតើបន់នេះជាប្រពៃណីខ្មែរឬមកពីណាឬជាពុទ្ធានុញ្ញាតព្រះអង្គអនុញ្ញាតសំដែងឲ្យយើងធ្វើ100ថ្ងៃនេះក៏ប្រាប់ឲ្យដឹងមិនហ្នឹងទេកុំឲ្យជាធ្វើឲ្យដោយមិនដឹងវាអត់ល្អព្រោះសំយើងញាជ្រាបអានឹងកែប៉ុណ្ណឹងចុះណាចាំណាពុទ្ធសាសនាអ្នកដែលស្លាប់អ្នកនោះស្លាប់ថ្ងៃណាវិលមកជុំគេធ្វើថាមកអួបយ៉ាងហើយមួយយ៉ាងមួយទៀតកែមួយទៀតកន្លែងដែលខុសកែឲ្យហើយថាឧទ្ទិសជាហើយនឹងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធញាតិកាទាំង7សន្តានអានឹងមួយក៏ខុសដែលត្រូវកែចេញញាតិយើងមិនមានត្រឹម7ជួរប៉ុណ្ណឹងទេមានរាប់សែនរាប់លានជួរពូជយើងដែរយើងមើលអ្នកថែអ្នកសាងប្រាសាទអង្គរវត្តក៏ណាក៏បុព្វការីឈាមរបស់យើងទាំងអស់ព្រោះយើងហ្នឹងណាមកកម្ពុជានេះគេហៅមិត្តរួមជាតិរួមសាសរួមតងរួមជាតិគឺយើងខ្មែរដូចគ្នា
ខេមរៈបុត្រកម្ពុជាបុត្រដូចតែគ្នាមិនអាត្មាអ្នកសៀមរាបឈាមផ្សេងទេណាអ្នកនៅខេត្តកណ្ដាលនេះអាឈាមផ្សេងអត់ទេណាខ្មែរតែមួយទេឈាមជឿតែមួយទេអានេះក៏រួមជាតិក្រិនអាយុទៅវិចេះតែសាយយកទៅវាឆ្ងាយតែគ្នាឈប់ស្គាល់គ្នាប៉ុន្តែសម្រាប់អ្នកបុគ្គលអត់បញ្ញាគិតថាអត់ល្វីល្វាន់ឡើងគ្នាទេព្រោះគ្មានបញ្ញាអត់យកទេអ្នកមានបញ្ញាថាអានឹងឈាមអញអានឹងឈាមអញតោងសុកជាមួយគ្នាពីដើមមកនេះក៏រួមជាតិយកមើលមកអាត្មាមកពីសៀមរាបហើយនឹងប្រសង់នៅនេះមើលមកដូចតែគ្នាតាមើលកោសក់ឲ្យដូចតែគ្នាសម្បល់ដូចតែគ្នាពូលភាសាទាំងញោមដូចតែគ្នានិយាយភាសាស្ដាប់គ្នាបានមកហូបអាហារអីមានទៅខោឲ្យគ្នាមានសន្លកកោមជូបហលករីសារម៉ាន់ដូចតែគ្នាហ្នឹងបងប្អូនដូចតែគ្នាអានេះគេថារួមជាតិណាដល់បានណាញោមណាញោមមានគិតថាអាត្មានេះសាច់ញាតិញោមដែរអត់ទេមែនទេចេះឆ្លើយផ្សំទេនេះត្រូវយើងគិតខ្ញុំបានត្រឹមត្រូវពូជយើងជាងយើងទី2រួមសារយើងគោរពពុទ្ធសាសនាដូចគ្នាជាសរណៈជាមលំពុទ្ធិឆាយាអានេះរួមទី2រួមទី3យើងកើតចាស់ឈឺស្លាប់ដូចគ្នាកើតចាស់ឈឺស្លាប់មិនស្លាប់តែអ្នកនៅខេត្តកណ្ដាលនេះទេណាលកាកោងនេះទេអ្នកសៀមរាបក៏ងាប់វាទូទៅអញគេហៅមិត្តរួមដូចគ្នាស្មើគ្នាគ្មានអាណាលើសណាណាទេតែគិតយ៉ាងបានចាត់នោះទូលំទូលាយអត់តែញោមណាបងចាំវិសន្តានរបស់យើងខ្ញុំគិតអ្នកធ្វើអង្គវត្តហ្នឹងមិនញាតរបស់ញោមទេមិនឈាមញោមទេនេះបុព្វការីរបស់យើងបុព្វការីរបស់យើងមិនអ្នកបង្កប់យើងធ្វើស្រែធ្វើចង្ការធ្វើនឹងកិលធ្វើរណោះឲ្យសាប្រពូជសត្វតែបុព្វការីលោកនាំធ្វើបញ្រៀនទាំងអស់មានគុណយើងវារាប់សែនរាប់លានតំណញាតនឹងរួចដល់ញោមមកឧទ្ទិសឲ្យតែញាត7សន្តានហ្នឹងវាអត់ត្រឹមត្រូវទេមកចាំមកចាក់សន្តានពីទី8ទី9ទី10ទី1លាន2លានញោមមិនរាប់ទេមិនមេត្តាអីតែ7សន្តានស្រឡាញ់អីតែ7សន្តានត្រង់ហ្នឹងខុសអាត្មាបញ្ជាក់ថាដែលលោកថាញាត7សន្តានលោកសំដៅថាយើងនេះស្គាល់គ្នាត្រឹមតែ7ជួរតែលើក្នុងទៅអត់ស្គាល់ទេលោកនិយាយថាអញ្ចឹងទេ7សន្តាននេះលើយើង3ក្រោមយើង3យើងនៅកណ្ដាលគេលើយើងតាទួតយាយទួតទី1ទី2តាបង្កើតយាយបង្កើតទី3លោកឪពុកអ្នកម្ដាយយើងក្រោមយើងកូនយើងចៅយើងចៅទួតយើងនៅកណ្ដាលគេបូកទៅ7ស្គាល់គ្នាបានតែប៉ុណ្្នឹងឯងជាងការខ្លះអត់ต้องស្គាល់យាយទួតតាទួតឯងផងកើតមិនទាន់បងមិនទាន់ហើយស្គាល់តែឈ្មោះមិនស្គាល់ទៀតណាអត់ពីដែលយាយតាណាមានជីវិតរស់នៅទាន់យាយទួតចៅទួតនោះវាតាញ់ណាហើយនឹងនិយាយតែយើងស្គាល់តែប៉ុណ្្នឹងទេដល់ញោមមកទិសឲ្យតែ7សន្តានចុះនេះប្រៀបថាមនុស្សមករួមបន់នេះប្រមាណ100 200នាក់សត្វតអ្នកក្រទាំងអស់វិញញោមទៅអើយអញធ្វើទៀនចែកអង្គចែកគ្រឿងសង្លៀកបំពាក់តែ7នាក់នឹងចា100 200នាក់ក្ររកអីស៊ីមិនបានអីមិនតើអ្នករឿងថាម៉េចហ្នឹងចាអញអាប់អឹបអីចែកក្រគេរងក៏មិនបានតែគេមិនចែកអីចែកតែ7នាក់ហ្នឹងមិនទឹកភ្នែកញោមគិតមើលបញ្ចាំងកែចេញលុប7សន្តានចេញថាសូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំធ្វើឲ្យជូនដល់ញាតិសពគ្រប់សន្តានក្នុងសង្សារវដ្តនេះបានទូលំទូលាយពីកាលណាញាតិតាំងពីពុទ្ធកោនេះគេមនុស្សកាសបោមកក៏ទៅទទួលបានដែរបងអញ្ចឹងដល់បានទេហ៎
បើសិលាចារតពុបវរោះយើងលោកចាថាកុសលផលបុណ្យដែលយើងខ្ញុំបានធ្វើហើយយើងសូមផ្សព្វផ្សាយជូនដល់ញាតិសពគ្រប់សន្តានគឺថាចាអានឹងបានគ្មានណាណាមួយមិនបានទេអ្នកដែលត្រូវទទួលស្ដាប់បានទេញោមណានេះអញ្ចឹងនេះកែអ្វីដែលមិនត្រូវទេឈប់ថាញាតិបំពេញសន្តានដែលសារឃើញអីតែមិនទាន់ឆ្លើយបានទេយ៉ាងក្រោយទៅបងនេះឆ្ងល់ពីការធ្វើទានណាឬការឲ្យទានធ្វើទានឬធ្វើទានចំពោះបុគ្គលបែបណាទើបបានដល់ពូជញាតិដែលស្លាប់ទៅទើបដល់នេះសំណួរមួយសួរវាថាំងគិកមៈទាំង8និងអរិយសច្ចៈ4សំណួរនេះត្រឹមត្រូវតើល្អបងបើឡើយសូមឆ្លើយសំណួរមួយទៀតយោខាងដើមឲ្យសមទៅតាមកម្មវិធីបុណ្យអានឹងដោះស្រាយបញ្ហា2នឹងរួចអីណាបងហើយ100ថ្ងៃនឹងញាតិបំពេញសន្តាននឹងឲ្យដឹងទាំងអស់គ្នានិយាយឈប់លុបអាការមិនដឹងនឹងចេញតែដឹងគឺបំបត្តិអាមិនដឹងនឹងចេញអាមិនដឹងនឹងគេហៅល្ងងតែដឹងនឹងគេហៅបញ្ញាកើតឡើងហើយបងរួចញោមញាតិពុទ្ធបរិស័ទសូមជម្រាបថាពុទ្ធសាសនាអត់មានទាក់ទងនឹងខ្មោចទេណាព្រះធម៌ 84000 ដែលព្រះសម្មាសម្ពុទ្ធសម្ដែងហើយយើងសិក្សាអត់មានទាក់ទងនឹងខ្មោចតិចតួចទេតែតំណែងមួយក៏អាចញោមភ្ញាក់ដែរព្រោះតែឃើញមនុស្សស្លាប់គេមន្តប្រសង់ទៅសូត្រធ្វើតំណែងឯងថាសូត្រធ្វើដើម្បីឲ្យខ្មោចស្ដាប់អត់តែអាហ្នឹងយល់កាន់តែខុសទៅទៀតខ្មោចងាប់ទៅហើយភ្នែកតិចជាមោហដាតកាយស្លាប់មុនជីវិតអានឹងគេហៅថាវិញ្ញាណមនុស្សចិត្តស្លាប់ទៅហើយភ្នែកអត់ទទួលរូបអត់ទទួលពន្លឺអីបានទេល្ងាចឈឹងឈ្មោះតែភ្នែកស្លាប់ហើយហ្នឹងគេថាចក្ខុវិញ្ញាណហ្នឹងការវិញ្ញាណដឹងប្រុសភ្នែកបាត់ហើយតិចសូរសំឡេងអីក៏ឈប់ទទួលបានហើយងាប់ហើយជាមកក្លិនអីមកប៉ះក៏ឈប់ដឹងហើយឈ្ងុយក៏អូបបើអីដាតអីមកប៉ះក៏ឈប់ដឹងប្រៃជូរផ្អែមអីហើយងាប់អស់ហើយកាយណាមកប៉ះក៏អត់ដឹងតែងាប់ហើយដោយអ្នកដែលចិត្តស្លាប់អាចារ្យទៅស្រែកដាក់ជាពុទ្ធោអរហង្គទៅអង្កិនតែជាពិធីកិច្ចទេតាមពេលអ្នកអនុអត់ស្ដាប់បានអានឹងតែពិធីយកទៅស្រែកទេអានឹងអត់ថាជ្រាបទេងាប់មុនណាស់បានជីវិតនឹងចេញក្រោយគេងាប់ក្រោយគេទៅឬអញ្ចឹងទៅស្ដាប់មិនឮងាប់អស់ទៅហើយមានអីស្ដាប់បានទៀតព្រះសង្ឃទៅសូត្រធ្វើសូត្រឲ្យអ្នករស់ទេណាស្ដាប់ណាឲ្យសាច់ញាតិក្រុមគ្រួសារទាំងអស់តែថាបាំងស្គលហ្នឹងមិនបាំងឲ្យខ្មោចស្ដាប់ទេព្រោះអ្នកស្លាប់តែមិនអាចទទួលយកអ្វីដោយផ្ទាល់យ៉ាងបានតែមានទៅតាមរយៈការឧទ្ទិសគេឧទ្ទិសទៅឲ្យកាលណាប្រសង់លោកសូត្របានក៏លោកសូត្រសង្វេជនីយៈធ្វើញោមទេអនិច្ចាវតសង្ខារានិងសង្ខារទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងហើយនឹងវិនិច្ឆ័យទៅវិញជាធម្មតាហ្នឹងលុះតែរលត់នៅសង្ខារទាំងឡាយទើបបាននៅសេចក្តីសុខគ្រប់យ៉ាងប្រាប់ឲ្យមនុស្សរស់តែដឹងហ្នឹងអើមានមនុស្សស្លាប់នៅមុខស្រេចភ្នែកឃើញឯងសំឡេងនេះទេវាកើតសង្វេគដល់សង្ខាររបស់ផងយើងគ្រប់គ្នាណាលោកប្រាប់អ្នករស់ទេដល់អ្នករស់នៅស្ដាប់ធ្វើដោយគោរពហើយបានចង់ចាប់ឧទ្ទិសកុសលផលបុណ្យនៃការស្ដាប់ធ្វើជូនទៅខ្មោចតាមរយៈហ្នឹងទេវិញ
អ្នកដែលទៅនិមន្តប្រសងមកសូត្រមិននៅរស់ទេមិនមែនខ្មោចទេបានពុទ្ធសាសនាមិនមានតាកតងអីនឹងខ្មោចទើបតែសោះនឹងសំជ្រាបចឹងជាកម្មវិធីរបស់មនុស្សដែលរស់ទេគេដឹងគុណអ្នកដែលងាប់គេប្រពទៅតាមលំដាប់ប្រពៃណីសាសនាអីញោមញាតិមានជំនឿមួយទៀតថាកាលណាធ្វើបុណ្យធ្វើទានអីឧទ្ទិសកុសលដល់ទៅអ្នកដែលស្លាប់ទៅហើយជំនឿក្នុងចិត្តឯងថាតើឧទ្ទិសទៅអ្នកស្លាប់ត្រូវបានទទួលគ្រប់តែការឧទ្ទិសនឹងឯងមានជំនឿចាគ្រប់តែគ្នាតាំងពីដើមថាអូយតើឧទ្ទិសបុណ្យឲ្យទៅម៉ែឪចដូនតាក៏បានអនុមោទនាទទួលយកហើយជំនឿបែបនេះក៏សុំឲ្យកែប្រែចេញអត់បានដល់ទៅអ្នកដែលស្លាប់គ្រប់គ្នាទេអញ្ចឹងលុបអានឹងចេញបាទអត់បានដល់គ្រប់គ្នាទេដែលញោមគិតថាឧទ្ទិសទៅឲ្យក្លឹបអត់បានគ្រប់តកាទៅអត់ទេអានឹងចេះតែជឿគ្នាតគិតតាមចិត្តរបស់ឯងឬក៏ដូនតាទៅអើយតើធ្វើបន់ឧទ្ទិសទៅជាដូនជាតាម៉ែឪយើងឲ្យលោកបានទៅចេះតែនិយាយចឹងទេប៉ុន្តែរឿងពេតវាមិនចឹងទេការឧទ្ទិសឲ្យប៉ុន្តែអ្នកស្លាប់អត់បានទទួលគ្រប់ទេនឹងសំយមញាតជ្រាបចឹងឥឡូវលើករឿងមួយច្បាស់ជាពុទ្ធលាចិត្តឋានជាតួយ៉ាងយកមកជំរាបដល់ញញស្ដាប់ដើម្បីឲ្យច្បាស់លើឲ្យជឿថាឧទ្ទិសទៅមិនបានដល់គ្រប់មែនកាលសម័យព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយត្រាស់ដឹងឡើងនៅក្នុងចម្ពោះទ្វីបហ្នឹងមានព្រាហ្មណ៍ម្នាក់ឈ្មោះជានុសរនិព្រាហ្មណ៍ជានុសរនិព្រាហ្មណ៍គិតជាអាចារ្យជាមេព្រាហ្មណ៍យ៉ាងធំបដៅសាសនាព្រាហ្មណ៍ទៀតហើយក្នុងគម្ពីររបស់ព្រាហ្មណ៍ហ្នឹងពោលថាពិធីសែនព្រេនដែលយើងតែងសែនព្រេនតាមព្រាហ្មណ៍ណាថាពិធីសែនព្រេននេះមួយពិធីបូជាយញ្ញនេះមួយបូជាយញ្ញគឺគេយកមកហូបអាឲ្យទៅដុតបូជាភ្លើងហ្នឹងយកសត្វឲ្យទៅដុតហើយនឹងពិធីធ្វើកុសលផ្សេងនេះរួចឲ្យឧទ្ទិសជូនទៅបុព្វការីជនដែលលាលោកតែថាអ្នកដែលលាលោកបានទទួលគ្រប់តែពិធីដែលគេឧទ្ទិសឲ្យទៅក្នុងគម្ពីរនិយាយថានិយាយប៉ុន្តែជាអនុសរព្រាហ្មណ៍គិតមិនជឿគិតថាវាឃើញតែទ្រឹស្ដីវាគ្មានអ្វីដែលនិយាយបញ្ជាក់ថាឲ្យវាเป็นមែនហ្នឹងអត់មានទៅសួរអ្នកណាក៏គ្មានអ្នកណាដឹងដូចតែគ្នាអញ្ចឹងព្រោះដល់ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងល្បីឮទូទាពេញចម្ពោះទ្វីបថាព្រះសមណគោតមបានចេញចាកសក្កត្រកូលទៅបួសឥឡូវបានត្រាស់ប្រាជ្ញាសារពិចដាញាណជាពុទ្ធហើយមានបញ្ញាដឹងអីគ្មានខ្ចោះតាណាក៏ដឹងយ៉ាងនិយាយឲ្យខ្លីយ៉ាងទៅចុះស្អីក៏ដឹងដែរគ្មានចន្លោះទេល្បីឮពេញណាពេញណីតែអញ្ចឹងជាអនុសរនៃព្រាហ្មណ៍ក៏ល្បីឮយ៉ាងក៏ថាយីថ្ងៃណាមួយបានជួបនឹងព្រះសមណគោតមអញនឹងលើកបញ្ហាហ្នឹងទៅសួរចំពោះព្រះគោតមហ្នឹងគាត់មានបំណងទេកាលមួយព្រះសម្មាសម្ពុទ្ធត្រង់ពុទ្ធដំណើរមកឈប់ក្បែរស្រុកគាត់ហ្នឹងបែបភូមិគាត់ក៏ប្រជាបរិបទមហាជនផ្អើលឈូឆឡោទាំងភូមិវាល្បីណាតែអ្នកប្រាជ្ញត្រាស់ដឹងហ្នឹងក៏និយាយប្រាប់គ្នាតតំចាស់តំក្មេងផ្អើលឈូឆទៅក៏លើកគ្នាទៅកាន់សំណាក់ដែលព្រះអង្គគង់ខ្លះថាអើយចង់ទៅឃើញព្រះរូបពុទ្ធនិងរូបរាងអាម៉ែចង់ទៅឃើញរូបរាងកាយហើយមកក្រុមនេះទេចង់ទៅស្ដាប់ធម៌ពុទ្ធលោកសំដែងធម៌ថាម៉េចហើយមកក្រុមទេចង់ទៅសាកសួរអ្វីដែលខ្លួនឆ្ងល់ឡើងអញ្ចឹងបើដល់អញ្ចឹងក៏ជាអនុសរនៃព្រាហ្មណ៍ក៏ដឹងដែរតំណែងក៏ទៅជាមួយគេដែរទៅជាមួយពួកមហាជនទៅទាំងក្រុមក៏ដល់ទៅដល់ក៏ជាអនុសរណព្រាហ្មណ៍ក៏ទៅដល់ក៏ធ្វើសេចក្តីរីករាយពាក្យដែលគួរនឹកពាក្យដែលគួររលឹកជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធនោះរយៈទៀតហ្នឹង
ដល់ចាប់បញ្ចប់ពាក្យដែលគួររយៈពាក្យដែរគាត់អង្គុយក្នុងទីមុខប្រពាក្យដូចញោមញាតអង្គុយស្ដាប់ធ្វើអញ្ចឹងគាត់លើកបញ្ហាគាត់សួរភ្លាមថាបបិទ្ធព្រះគោតមដែលចម្រើនខ្ញុំព្រះអង្គនឹងជាព្រាហ្មណ៍មេព្រាហ្មណ៍អ្នកកាន់សាសនាព្រាហ្មណ៍ក្នុងគម្ពីរព្រាហ្មណ៍ពោលថាពិធីសែនព្រេនក្តីពិធីបូជាយញ្ញក្តីពិធីធ្វើទានដែរកូនចៅដែលរស់ឲ្យឧទ្ទិសជូនទៅបុព្វការីអ្នកដែលលះលោកទៅអ្នកលះលោករមែងទទួលផលបុណ្យគ្រប់តែការឧទ្ទិសឲ្យនឹងទៅតើព្រះគោតមយល់យ៉ាងណាដែរសួរទៅមុនព្រះអង្គយល់យ៉ាងណាដែរបានព្រះអង្គឆ្លើយថាមនាលព្រាហ្មណ៍ការដែលកូនចៅទាំងអស់សាច់ញាតិអត់ដែលរស់នៅនឹងធ្វើពិធីកុសលផ្សេងឧទ្ទិសជូនដល់បុព្វការីជនដែលលះលោកទៅហើយជួនក៏បានដល់ជួនក៏មិនបានដល់ក៏ទេតែជួនក៏បានដល់ជួនក៏មិនបានដល់លោកថាប៉ុណ្ណាជាអនុសរនៃព្រាហ្មណ៍សួរទៀតថាបបិទ្ធព្រះគោតមតែចម្រើនហេតុអ្វីដែលបានដល់ហេតុអ្វីដែលមិនបានដល់បានព្រះសម្មាសម្ពុទ្ធថាមនាលព្រាហ្មណ៍បើអ្នកដែលលះលោកទៅកើតក្នុងភូមិដែលគួរទទួលបានបើទៅកើតក្នុងភូមិដែលមិនគួរទទួលបានអត់ទេបងសំដែងចាឥឡូវផ្អាកប៉ុណ្ណឹងចាឡើយអាត្មារៀបរាប់ពីភូមិដែលគួរទទួលបាននិងមិនបានឲ្យច្បាស់លើអញ្ចឹងតែច្បាស់ហើយថ្ងៃក្រោយมันពិបាកអន់មកទេសនាទៀតទេចេះអស់ហើយណាញោមណាអត់ញ៉ាំតែចេះហើយមិនបាក់មកធ្វើអីទៀតចេះរួចអស់ហើយអ្នកបុព្វការីជនរបស់យើងគ្រប់គ្នាបើកើតលះលោកទៅបើទៅកើតក្នុងឋានទេវតាឆោកម្មាវចរសួរ6នឹងអត់ទទួលបានទេព្រោះទេវតាគេមានបុណ្យមួយគេគ្រប់ហើយគេបរិភោគម្ហូបអាហារដូចយើងមានប្រពន្ធមានប្តីដូចយើងប៉ុន្តែសត្វតែរបស់ទឹកម្ហូបគេតែគេនឹកចង់អីអានឹងបង្កើតឡើងអត់មានជាងក្រានឆ្នាំងអីដែលយើងទេណាបងទឹបតែកើតបាទហើយណាយើងឧទ្ទិសឲ្យទៅអត់ទទួលបានតែគេមានប្រគេគ្រប់គ្រាន់ញោមមកអត់ហើយហ៎អត់ទេគេមានប្រគេគ្រប់គ្រាន់ណាគេធ្វើគាត់ពីមនុស្សហ្នឹងគេប្រមូលធនធានប្រគេរួចអស់ហើយមិនត្រូវការពឹងយើងទេបើទៅយើងឲ្យទៅគេទទួលវាមិនបានមហូបយើងក្រោតក្រៀតគេប្រណិតមហូបអាហារទេវតាលោកសោយទៅជ្រាបទៅក្នុងសាច់ក្នុងអត់មានកាកសំណល់ដល់យើងទេមហូបយើងគេបរិភោគតែមានកាកសំណល់បានពិបាកធ្វើបន្ទប់ទឹកពង្គន់ហ្នឹងមកយើងក៏ក្រោតក្រៀតទេវតាអត់ទេអានឹងអត់ឯណាអរិបាបុព្វការីយើងលោកអស់ជីវិតទៅកើតក្នុងឋានព្រំមាន20ជាន់ព្រំមានរូប16ជាន់ព្រំអត់រូប4ជាន់ទៅកើតក្នុងព្រំយើងឲ្យទៅអត់បានទាំងអស់ព្រោះព្រំអត់សោយអាហារអីទេព្រំក៏គ្មានភេទស្រីប្រុសទៀតអត់មានភេទទេតែទៅកើតព្រំវិសាលលោកចម្រើនសមាធិញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងឈាននឹងបានតែក៏អត់ញ៉ាំនៅលើយើង26ជាន់អត់ទាំងអស់ព្រំ20ជាន់ឆោកម្មាវចរសួរទេវតា6ជាន់26ជាន់អត់បានទាំងអស់អត់សួរថាចុះបើកាត់លះលោកទៅកើតជាមនុស្សការងាប់ទៅអត់ប្រកើតទៅទេវតាឋានសួគ៌ចឹងងាប់ឲ្យកើតនៅមនុស្សនឹងទៀតអត់ទៅណាទេអានឹងកូនចៅយើងឧទ្ទិសទៅឲ្យក៏មិនបានដែរព្រមមនុស្សមានដឹងឋានណាគេឲ្យបន់ឲ្យកសលគេឲ្យមិនបានត្រេកអរមិនបានទទួលដែរបានណាអត់មួយទៀតហើយចុះបើទៅកើតជាគោក្របីដេរឆានឲ្យទៅអត់ទាំងអស់ទៀតអានឹងអត់ដឹងអីទេមើលចុះបើទៅកើតនរកទៀតនរកគ្រប់ជាន់អត់ទាំងអស់ខ្ញុំគិតមើលមកប៉ុន្តែសត្វនរកកំពីលោកសំដែងកាលណាយើងកូនចៅជាមនុស្សយើងឧទ្ទិសទៅឲ្យសត្វនរកឃើញមានសញ្ញាដូចជាភ្លើងទៀនដូចជាអំពិលអំពែកដូចជាភ្លើងពេល
ដូចជាផ្លេកបន្ទោពូតនរកដឹងថាអូកូនចៅសាច់ញាតិគេឧទ្ទិសបុណ្យមកឲ្យហើយតែបានទេប៉ុន្តែរោពេលនឹងអនុមោទនាត្រេកអរទទួលថាសាធុអត់បានទេក្នុងគម្ពីរលោកពោលថាជាងអៀតណាសត្វនរកគ្មានកន្លែងតាណាដែលស្រាលគឺទុកវពោពេញលោកធៀបតង្ហើមតង្ហើមចេញមកក៏យោយដែលស្រែកដែលធ្ងោដែលវាឈឺចោកចាំទលផុតអាតង្ហើមចូលទៅវិញក៏យោយអាចេញក៏យោយអាចូលក៏យោយគ្មានចន្លោះនេះលោកធៀបឧបមាទៀតថាសំបីតែយកចង់មកជុលអតូចមួយទៅចាក់ក្នុងដីយើងដកមកជុលវិញអានោះមានស្នាមប្រហោងចង់មកជុលក្នុងដីមានប្រហោងដីសត្វនរកនេះឲ្យតែមានទំនេរណាប្រហែលប្រប៉ិនរន់មកជុលមិនមានទេសេចក្តីសុំហ្នឹងគឺវាតគ្នាជាប់ចេះដឹងចឹងមានចិត្តឯណានឹងអនុមោទនាទទួលបានក្រាន់តែឃើញបញ្ញោអត់បានទេនេះសង្ជ្រាបចេះឃើញគេឲ្យយកបានរកពេលត្រេកអរអត់បានចឹងអាត្មាថាចេះអាតង្ហើមចេញយោយអាចូលក៏យោយបើតជាប់ប្រកាច់ប្រកិនណាទៅនេះបាទនឹងយកយ៉ាងអត់យកបានអីបើកើតជាប្រែតមានពីដណ្ដប់ពូជប៉ុន្តែប្រែតដែលទទួលបានតែមកពូជទេគឺប្រតិតោវិជីវកាប្រែតដែលលោកអាចារ្យតែងថាប្រែតទេរោគហ្នឹងណាប្រែតទេរោគកន្ទងបៃតាណាប្រតិតោវិជីវកាប្រែតប្រែមកប្រែតដែលរស់នៅបានឯសាផលបុណ្យដែលកូនចៅមនុស្សគេឧទ្ទិសទៅឲ្យអានឹងប្រែតញាតប្របាទព្រមបិសាលអានឹងបានអាមកដណ្ដប់ពូជទៀតអត់ទេអានឹងស៊ីតែខ្ទុះស៊ីឈាមកម្រំអីខាស្លេះបែលសាកសពអីដែលគេចោលប្រែតនឹងពុំអត់អាហារបន់ក៏អត់បានទេបានប្រែតនោះកាយសាហៅប្រុសស្រែកឃ្លានក្តៅក៏ឲ្យតែជួបគ្នាប្រហួប្រហែកគ្នាឯងហ្នឹងអត់បានតែញោមមកបានតែប្រែតមួយទេទាំងអស់វាសួរញោមចង់បានបន់កូនចៅគេឧទ្ទិសឲ្យទេដល់ពេលលះលោកទៅចង់តែញោមទៅកើតប្រែតគេទេបើមិនទៅកើតប្រែទៅមិនទទួលយកបានតែទៅកើតបរតិតោទៅលើយកអត់បានតែទៅធ្វើខ្លួនឯងបានទៅហ្នឹងអញ្ចឹងទៅណែអានេះតែអញ្ចឹងបានថាហ្នឹងពិបាកណាស់ពេលដែលញោមញាតសង្ឃឹមថាបានពីមុនមកអត់ទេឥឡូវលើករឿងឲ្យគ្រប់ហើយដល់អាហ្នឹងសំដែងបានជាអនុសរនៃព្រាមក៏សួរទៅកាន់ព្រះពុទ្ធទៀតថាបើពេជ្រប្រកោតដំដល់ចម្រើនអញ្ចឹងបើយើងឧទ្ទិសបុណ្យឲ្យទៅបុព្វការីជនលោកទទួលយកបានទៅបុណ្យរបស់យើងទៅណាទៅក៏សួរឆ្ងល់បុណ្យអញ្ចឹងទៅណាព្រោះតែកន្លែងនេះព្រះសម្មាសម្ពុទ្ធលោកមិនបានឆ្លើយត្រង់ទៅសួរជាបែបបញ្ហាចោតឆ្លើយឲ្យជាអនុសរនៃព្រាមយល់ខ្លួនឯងធម្មនាលព្រាមអ្នកឯងធ្លាប់មានញាតិមិត្តសម្លាញ់ពីទីឆ្ងាយមកលេងផ្ទះអ្នកឯងទេក៏ឆ្លើយថាបោះពេជ្រប្រកោតដំដល់ចម្រើនធ្លាប់មានតែញាតិមិត្តពីឆ្ងាយមកកាន់ផ្ទះខ្ញុំព្រះអង្គនោះសួរទៅញាតិមិត្តដែលមកព្រាមតែងជូនវត្ថុអីរបស់អីទៅញាតិមិត្តដែលមកកាន់ផ្ទះអ្នកឯងទេជាអនុស្សាវរីយ៍គ្រឿងរលឹកអីទេថាធ្លាប់មានក៏ឆ្លើយចឹងបានព្រះអង្គសួរថាមនាលព្រាមចុះបើញាតិមិត្តទាំងអស់គេត្រឡប់ទៅផ្ទះវិញគេមិនកាន់យកវត្ថុដែលអ្នកឯងឲ្យនៅតើរបស់នឹងទៅឯណាគេឆ្លើយថាបបពេជ្រប្រកោតដំដល់ចម្រើនបើញាតិមិត្តនៅគេមិនយកទៅទេរបស់នៅជារបស់ខ្ញុំព្រះអង្គដល់តដែរបានថាព្រាមយ៉ាងណាមិញបន់ដែលឧទ្ទិសឲ្យទៅអ្នកបុព្វការីជនលោកទទួលយមបន់ហ្នឹងក៏នៅតែអ្នកធ្វើនៅទាំងអស់ហ្នឹងអាហ្នឹងសុំឲ្យញោមញាតនេះជ្រាបអញ្ចឹងគឺអញ្ចឹងបានថាសង្ឃឹមងាប់ទៅ
អើគេទិញចាំយកបនកូនចៅអត់ទេធ្វើខ្លួនឯងឲ្យហើយទៅបាទនេះវាតាកតងនឹងសំណួរនៃលោកអ្នកសួរតែថាធ្វើបន់នឹងបុគ្គលណានឹងទើបឧទ្ទិសបានទៅដល់ពូជញាតិដែលស្លាប់នឹងបន់ដែលធ្វើទានទៅមានធ្វើចំពោះសង្ឃលោកអ្នកមានសិលឬក៏បាសកបាសិកាអ្នកដែលមានរសាសិល8សិល10ជាដើមពួកឧទ្ទិសទៅបាននឹងប៉ុន្តែឧទ្ទិសទៅជាបើអ្នកនៅទទួលវាបានវាអត់អានឹងមិនស្ទើរបញ្ជាក់អញ្ចឹងណាបើវាមកគឺអត់នៅទៅកើតខុសភូមិអត់អានឹងមួយសិនអញ្ចឹងនេះបញ្ហាហ្នឹងដែលឆ្លើយបានអាត្មា5ជារាជពុទ្ធសាសនាអត់តិតងនឹងខ្មោចទេតិតងតែនឹងមនុស្សរស់ឥឡូវធ្លាក់ដល់មកសំណួរថាអំពីអដ្ឋង្គិកមៈអដ្ឋង្គិកមៈនេះគឺអរិយសច្ចៈនេះអរិយមគ្គនេះធ្វើដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឲ្យអស់រយៈកាល45ឆ្នាំពីថ្ងៃបានត្រាស់មកទល់បរិនិព្វានសម្ដែងអត់ឈប់ទេต้องយប់ទាំងថ្ងៃប្រពន្ធលោកធ្វើការច្រើនណាស់ណាបងសម្ដែងធ្វើអត់ឈប់ដល់លោកបរិនិព្វានទៅធ្លាក់ឈាមក៏រោគធ្លាក់ឈាមពួកខាងបច្ចិមប្រទេសខាងបារាំងខាងអីខាងបារាំងគេសិក្សារឿងរបស់ព្រះពុទ្ធគេឃើញតែព្រះពុទ្ធលោកបរិនិព្វានក៏រោគធ្លាក់ឈាមគេថាមកពីលោកនិយាយច្រើនពេក45ឆ្នាំនិយាយមិនឈប់ដែលកើតរោគរបេងវាស្លោកសួតខូចសួតបានធ្លាក់ឈាមអានេះផ្នែកវិទ្យាសាស្ត្រគេនិយាយថាអញ្ចឹងវាសមប៉ុន្តែសម្រាប់យើងថាពុបកម្មផលកម្មដែលលោកបានប្រព្រឹត្តពីដើមនោះវាឲ្យផលជាតិមួយដែលនៅជាពោធិសត្វលោកធ្វើជាគ្រូពេទ្យព្យាបាលជំងឺនោះដល់ទៅព្យាបាលជំងឺចង់ឲ្យអ្នកជំងឺជាពេទ្យថាប្រព្រឹត្តប្រកបថ្នាំដោយលោភៈហ្នឹងណាបើថ្នាំអញ្ចឹងដាក់ថ្នាំទៅវាហួសអានេះជំងឺនោះធ្លាក់ឈាមក៏ធ្លាក់ឈាម2វេរាហ្នឹងឯងឲ្យមកហ្នឹងព្រោះមានអញ្ចឹងយើងពុទ្ធសាសនាប៉ុន្តែវិទ្យាសាស្ត្រគេវិភាគត្រូវបើគេថាលោកនិយាយ45ឆ្នាំមកស្លោកសួតអស់មានហេតុផលណាសំជ្រាបខ្ញុំញាតិជ្រាបឯថាព្រះអង្គសម្ដែងមានចំនួន84000ធម្មខណ្ឌច្រើនបាទហើយប្រធើ84000ប្រការនោះមាន3ក្រុម3ពួកបាទផ្នែកទី1គឺព្រះវិន័យផ្នែកទី2គឺប្រសូតផ្នែកទី3គឺអភិធម្មព្រះវិន័យមានចំនួន21000ធម្មខណ្ឌព្រះសូតមានចំនួន21000ធម្មខណ្ឌព្រះអភិធម្មមានចំនួន42000ធម្មខណ្ឌបូកគ្នាទៅ84000ធម្មខណ្ឌហើយព្រះវិន័យ3ដកជាតួសិលព្រះសូត្រជាតួសមាធិព្រះអភិធម្មជាតួបញ្ញាធ្វើឲ្យមានបញ្ញាមានប៉ុណ្ណឹងឯងហើយព្រះវិន័យព្រះសូត្រព្រះអភិធម្មនេះឈ្មោះកំពីរតែឈ្មោះមួយយ៉ាងទៀតលោកថាសិលសមាធិបញ្ញាសិលសមាធិបញ្ញាសិលជាព្រះវិន័យសមាធិជាប្រសូតបញ្ញាជាអភិធម្មសិលសមាធិបញ្ញានេះលោកថាត្រៃសិក្ខាត្រៃភាសាសំស្ក្រឹតសិក្ខាសំនៀងថាបរិស័ទត្រូវរៀន3យ៉ាងហ្នឹងរៀនព្រះវិន័យរៀនប្រសូតព្រះអភិធម្មដូចជារៀនអំពីសិលសមាធិបញ្ញាការរៀននៅក្នុងទីនេះពាក្យថារៀននេះគឺតន្ទិញទ្រឹស្បរិយ័តបរិយ័តគឺទ្រឹស្ដីសិលត្រូវធ្វើម៉េចរៀនឲ្យចាំសមាធិធ្វើម៉េចអភិធម្មរៀនយ៉ាងគេបរិយ័តហៅទ្រឹស្ដីរួចហើយយើងយកមកបដិបត្តិហៅអនុវត្តយើងធ្វើអញ្ចឹងពាក្យថារៀនក៏បានន័យទាំងរៀនទាំង
ទ្រឹស្ដីទាំងអនុវត្តទាំងធ្វើហ្នឹងគេរៀនដោយសួរថាសិលសមាធិបញ្ញាហ្នឹងជាស្អីសិលសមាធិបញ្ញាហ្នឹងជាអដ្ឋង្គិកមៈសិលសមាធិបញ្ញាជាអដ្ឋង្គិកមៈហ្នឹងសិលមាន3សមាធិ3បញ្ញា2 6សិលសមាវាចាសំដីត្រូវល្អសមាធិ2សមាកមន្តៈការងារដែលល្អធ្វើការចិញ្ចឹមជីវិតដែលល្អមិនប៉ះពាល់ទៅលើជីវិតអីដទៃហ្នឹងសមាអាជីវៈការចិញ្ចឹមជីវិតក៏ត្រូវបរិសុទ្ធល្អប្រាជ្ញាអំពីការចិញ្ចឹមជីវិត5យ៉ាងនោះធ្វើជំនួញឲ្យជាដើមអាហ្នឹងផ្នែកណាសិលសមាវិជ្ជាសមាកមន្តៈការងារត្រូវនិងសមាអាជីវៈ3សិលនេះជាគុណជាតិដែលធ្វើឲ្យកាយវិជ្ជានឹងស្អាតបរិសុទ្ធបើគ្មានសិលអត់បរិសុទ្ធទេសមាធិសមាវិជ្ជាមៈការព្យាយាមទី1ទី2សមាសតិការភ្ញាក់រលឹកនឹកឃើញត្រូវសមាសមាធិការតម្កល់ចិត្តរបស់ខ្លួនឲ្យត្រូវឲ្យស្ងប់ក្នុងតួកម្មដ្ឋានណាមួយដែលត្រូវតម្កល់ចិត្តឲ្យស្ងប់ព្រោះថាសមាធិប្រែថាការតម្កល់ចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយមាន3យ៉ាងណាសមាវិជ្ជាមព្យាយាមសមាសតិរលឹកត្រូវសមាសមាធិតម្កល់ចិត្តឲ្យត្រូវក្នុងអារម្មណ៍មួយឲ្យស្ងប់3ទៀតសមាបញ្ញាសមាទិដ្ឋិការយល់ត្រូវទៅតាមពេញមិនយល់ខុសទេយល់ត្រូវទៅតាមហេតុដោយសេចក្តីសោកទុក្ខរបស់មនុស្សកើតឡើងពីអំពើដែលខ្លួនធ្វើអាក្រក់ល្អអញ្ចឹងដែលយើងយល់តែទេធ្វើអាក្រក់ក៏មិនបានទោសអីទេក៏មិនអោយផលធ្វើល្អអាហ្នឹងគេមិនឆាតិទេបើសមាធិគឺយល់ត្រូវការងារធ្វើល្អបានផលល្អធ្វើអាក្រក់បានផលក៏យល់ហេតុផលអញ្ចឹងអ្វីដែលមិនមានហេតុផលអត់ជឿដែរពុទ្ធសាសនាឬសមាសង្កបៈសេចក្តីត្រេះរិះត្រូវក្នុងសេចក្តីល្អណាជាតួបញ្ញាយើងនិយាយមើលមកសិល3សមាធិ3បញ្ញា2បូកទៅ8សិលសមាធិនោះជាតួអដ្ឋង្គិកមៈផ្លូវទាំង8អដ្ឋង្គៈវ8មគ្គៈនោះផ្លូវ8ជាធัวដែលសម្រាប់ឲ្យយើងបដិបត្តិហ្នឹងចឹងរួចលោកពំព្រួញឲ្យខ្លីមកទៀតពីមុនលោកពំព្រួញឲ្យ 84000 ខ្ញុំក៏លោកពំព្រួញឲ្យនៅតែ3ឲ្យនៅតែវិន័យប្រសូតប្រអភិធម្មឬសិលសមាធិបញ្ញានៅ3ប៉ុណ្ណាប៉ុន្តែឈ្មោះមានច្រើនសិលសមាធិបញ្ញាម្យ៉ាងយ៉ាងថាសិលធម្មវិជ្ជាធម្មទៅវិជ្ជាគឺបញ្ញាលោកពូមាននេះសិលសមថៈគឺចម្រើនសមថៈសមាធិសមថកម្មដ្ឋានបញ្ញាគឺវិបស្សនាសិលសមថវិបស្សនាគឺចម្រើនវិបស្សនាសតិប្បដ្ឋានណាខ្ញុំគិតមើលសិលសមាធិបញ្ញាផ្លែកតែឈ្មោះប៉ុន្តែខ្លឹមសារប្រធើនៅតែដដែលវិញលោកពំព្រួញឲ្យខ្លីមើលទៀតច្បាច់សិលសមាធិបញ្ញាឲ្យចូលនេះมันនៅតែ2ទេនៅតែធម៌និងវិន័យឃើញទេនៅ2ម៉ាត់ស្មើនឹងពិភពលោកសប្តាហ៍ថ្ងៃគេថាសិលធម៌គេឲ្យមនុស្សនោះសាងសិលធម៌ឲ្យកើតឡើងសម្រាប់មនុស្សម្នាក់សិលនិងធម៌ដូចតែគ្នានឹងពាក្យថាធម៌វិន័យណាវិន័យជាតួសិលណាសិលជាវិន័យណាធម៌បល័យថាធម្មៈ
នឹងធ្វើដូចតែគ្នាធម្មៈបល័យធัวសង្ស្ក្រឹតក៏ដូចតែគ្នាតែពិភពលោកគេត្រូវការឲ្យមនុស្សនឹងសាងសិលធម៌សម្រាប់ជីវិតខ្លួនឯងនោះឲ្យប្រកបដោយសិលធម៌គឺអថង្គិកមៈហ្នឹងឯងថាក្រោយពុទ្ធទេពុទ្ធលោកសំដែងមុនហើយច្បាច់មកនៅពីនៅលើធម៌វិន័យវាលោកច្បាច់ធម៌វិន័យបំព្រួយនៅពាក្យធម៌មួយម៉ាត់ពាក្យធម៌មួយម៉ាត់វាក្តោបសិលសមាធិបញ្ញានៅក្នុងហ្នឹងណាចឹងបំព្រួយមកហ្នឹងឧទ្ធរនេះសង្ស្ក្រឹតបល័យទៅធម្មៈប្រែជាខ្មែរថាសភាវៈដែលទ្រទ្រង់សត្វលោកមិនឲ្យធ្លាក់ចុះទៅកាន់ទុគតិញោមក៏បើយើងបដិបត្តិគោរពក្នុងធម៌វិន័យសម្អាតកាយវាចាចិត្តយើងស្អាតហើយតើមានហេតុអាក្រក់ណាដែលនាំយើងទម្លាក់ទៅកាន់ទុគតិហ្នឹងយើងកើតមើលទុគតិមានពីរទុគតិក្នុងមនុស្សមួយទុគតិក្នុងបរលោកមួយទុគតិក្នុងមនុស្សខ្ញុំឃើញដែរប្រទេសនៅលើសកលលោកអ្នកកាន់សាសនាណាក៏ដោយតែច្បាប់របស់រដ្ឋគឺធ្វើរបស់ពុទ្ធទាំងអស់សិលក្នុងនោះទាំងអស់ញោមមើលមកអាណាទៅសម្លាប់គេទៅលួចគេទៅរំលោភប្តីប្រពន្ធកូនគេទៅបោកប្រាស់កុហកពុទ្ធស្រាគឺយើងសវឹងទៅប្រព្រឹត្តអំពើកាមកាយរដ្ឋគេចាប់ទៅដាក់គុកទៅទាំងអស់អាហ្នឹងឯងតែមិនគោរពធ្វើអត់ទេយល់មកទៅកាន់ទុគតិគុកហ្នឹងគឺទុគតិហើយទៅនោះអស់សិនអស់សេរីភាពទៅអីហើយតើបងប្អូនប្រពន្ធកូនម៉ែឪសុំទៅជួបគេមិនងាយឲ្យជួបផងព្រោះអស់សិនអាហ្នឹងទុគតិក្នុងបច្ចុប្បន្នហ្នឹងអាហ្នឹងបាបក្នុងបច្ចុប្បន្នព្រោះយើងមិនរក្សាប្រតិបត្តិហ្នឹងវាអត់រួចខ្លួនទៀតដល់ស្លាប់ទៅកាន់ទុគតិខាងមុខទៅកាន់នរកប្រែតអេរឆាណាដោសោរិកាយទៀតម៉ែឪបងប្អូនសង្គ្រោះថាឧទ្ទិសបុណ្យទៅឲ្យយកបានទៀតយល់ណាបាបទៅងន់ទៅកើតនៅអបាយភូមិញាតិមិត្តគេសំណោះគេឲ្យទិសបុណ្យទៅឲ្យយកប្រគេមបានទៀតណាអាហ្នឹងទុគតិទីដែលតោទៀបគ្មានសិទ្ធិមានសេរីភាពទេព្រោះមិនរសាធ្វើណាឯងបើយើងបានរសាធ្វើយើងរមែងមិនធ្លាក់ទៅកាន់ទុគតិទាំងពីរសំដូចជាពុទ្ធភាសិតត្រង់សម្ដែងថាអ្នកទុគតិកិច្ចតិធម្មចារីអ្នកដែលគោរពបដិបត្តិធ្វើព្រះធម៌រក្សាអ្នកនោះមិនឲ្យធ្លាក់ទៅកាន់ទុគតិទេលោកការពារយើងព្រោះយើងមិនធ្វើអីអាក្រក់ដូចប្រធ្វើការពារយើងចឹងឯងអានឹងសូមឲ្យញោមញាតជ្រាបទាំងហ្នឹងបើធ្វើអាហ្នឹងបើធ្វើ80000មិនសរុបមកបំព្រួយចូលគ្នាអត់នៅតែពាក្យធ្វើមួយម៉ាត់ទេក្នុងធ្វើហ្នឹងវាមានវិន័យវាមានសូត្រអភិធម្មតែគេច្បាច់បញ្ចូលណែអស់យល់ទេញោមយល់ទេ84000មកគេបញ្ចូលឲ្យនៅតែ3គេច្បាច់នៅតែពាក្យ3គេច្បាច់3ហ្នឹងឲ្យចូលគ្នាទៅទៀតនៅតែ2ច្បាច់2បញ្ចូលទៀតនៅតែពាក្យធ្វើមួយម៉ាត់ធ្វើហ្នឹងប្រែថាសភាវៈដែលទ្រទ្រង់សត្វលោកមិនឲ្យធ្លាក់ចុះទៅកាន់ទុគតិប្រែមកនៃធ្វើតែអញ្ចឹងញោមគិតមើលបានថាជីវិតរបស់មនុស្សត្រូវមានធ្វើបានសុខមានធ្វើនៅក្នុងខ្លួនបានសុខគឺបដិបត្តិក្នុងសិលសមាធិបញ្ញាបានសុខបើមិនមានធ្វើអត់បានសុខទេព្រះធម៌នឹងធ្វើឲ្យយើងនេះសន្តិភាពឲ្យយើងសន្តិភាពសិលធ្វើឲ្យកាយវាចាយើងស្អាតបរិសុទ្ធសមាធិសម្អាតចិត្តយើងឲ្យស្អាតបរិសុទ្ធបញ្ញាធ្វើឲ្យយើងដឹងខុសត្រូវសភាវៈពិតនៅលើโลกនេះគឺស្គាល់សេចក្តីពិតចឹងណាធ្វើឲ្យយើងកើតចម្រើនបញ្ញារួចយើងបរិស័ទលោកសំដែងថាមុនដំបូងត្រូវរក្សាសិលនឹងមុនរៀនរក្សាសិលសម្អាតកាយវាចាសិនដល់សម្អាតកាយវាចាស្អាតឲ្យបានយើងសម្អាតចិត្តសមាធិយកមកអប់រំនឹងសិលទាក់ទងនឹងសិល
រួចបានយកបញ្ញានោះមកអប់រំនឹងសមាធិទៀតរួចបានយកចិត្តរបស់យើងមកអប់រំបញ្ញាទៀតចិត្តឲ្យមានបញ្ញាធ្វើអ្វីដោយបញ្ញាបានត្រឹមត្រូវតែធ្វើមិនមានបញ្ញាខុសទេបងទៅកាន់ខុសអានេះយើងមានហេតុធ្វើទាំងអស់ធ្វើឲ្យយើងមានបញ្ញានឹងជាអតង្គិកមៈជាអរិយសច្ចៈនឹងឯងបងអរិយសច្ចៈធัวនឹងជាធ្វើពិតដែលអត់មានអ្នកណាដឹងទេនៅលើលោកមានព្រះសម្មាសម្ពុទ្ធទេដែលត្រាស់ដឹងនៅសច្ចៈទៅហ្នឹងដែលគេថាពុទ្ធលោកត្រាស់ដឹងធ្វើត្រាស់ដឹងសច្ចៈនឹងឯងដឹងសច្ចៈនឹងឯងសច្ចៈនឹងវាមានផលពីរហេតុពីរពុទ្ធសាសនាធ្វើដែលព្រះអង្គសម្ដែងនិយាយទៅពីហេតុផលកន្លែងខ្លះលោកប្រាប់ហេតុមុនបានប្រាប់ផលក្រោយដោយយ៉ាងអរិយសច្ចៈលោកប្រាប់ផលមុនបានប្រាប់ហេតុក្រោយសច្ចៈធ្វើលោកប្រាប់ពីសេចក្តីទុក្ខនោះជាផលហើយសួរថាទុក្ខនេះវាកើតពីណាហេតុដែលនាំឲ្យកើតទុក្ខនោះថាបានពីតណ្ហាសេចក្តីប្រាថ្នានឹងបីកម្មតណ្ហាពវៈតណ្ហាវិពវៈតណ្ហាសេចក្តីប្រាថ្នាចង់បានជានេះជានោះណាអានឹងដែលនាំឲ្យកើតទុក្ខនោះអានឹងជាហេតុលោកប្រាប់ផលមុនអត់ប្រាប់ហេតុក្រោយណាសច្ចៈធ្វើបានផលជាមិនការរំលត់ទុក្ខព្រោះធម្មតាតែកាលណាមានហេតុរបស់គេអាចរំលត់បានព្រោះគេស្គាល់ហេតុផលសេចក្តីរំលត់ទុក្ខជាផលទី2គឺអដ្ឋង្គិកមៈអរិយមគ្គជាផ្លូវដែលយើងបដិបត្តិដើម្បីនឹងរំលត់ទុក្ខអានឹងជាហេតុអដ្ឋង្គិកមគ្គគឺអរិយមគ្គហ្នឹងឯងក៏មានតែប៉ុណ្ណោះឯងពំព្រួយមកពុទ្ធសាសនាហ្នឹងវិញញោមញាតប្រាថ្នាចេញចាក់ទុំបើមិនបដិបត្តិក្នុងសិលសមាធិបញ្ញាទេគ្មានពិធីទៅរួចទេអត់ទៅរួចទេគឺយើងត្រូវសម្អាតកាយវាចាចិត្តរបស់យើងឃើញទេថាសមាធិដែលយកមកអប់រំសិលត្រូវរក្សាសិលមុនអញ្ចឹងណាលោកសម្ដែងថាសិលនេះជាសិលនេះជាមេត្តារបស់ធម៌ទាំងពួងជាប្រមុខរបស់ធម៌ទាំងឡាយណាជាម្ដាយគេត្រូវសម្អាតឲ្យមុនបានយើងចម្រើនសមាធិក្រោយតាកតងសម្អាតសិលឬសម្អាតចិត្តសមាធិសម្អាតចិត្តបញ្ញាធ្វើយើងមានបញ្ញាអប់រំមែនចេះបានយកចិត្តមកអប់រំបញ្ញាទៀតនឹងបានយើងចេញចាកអំពីសង្សារទុំនឹងរួយនឹងសមខ្ញុំចេះពុទ្ធសាសនាធ្វើទាំង3នេះជាធ្វើដែលឲ្យយើងធ្វើការងារទេមិនមែនធ្វើសម្រាប់បួងសួងបន់ស្រន់ទេអត់មានទេតែញោមទៅបន់ស្រន់ឲ្យពុទ្ធពធប្រសងជួយឲ្យបាននេះបានណាខុសទៀតហើយមិនមានទេពុទ្ធលោកគ្មានទ្រព្យឲ្យញោមទេអត់មានទេពុទ្ធមានតែទ្រឹស្ដីទេប្រាប់ផ្លូវមិញនឹងឯងដល់បានទេហ៎នេះលោកសំដែងប្រាប់ផ្លូវយ៉ាងឯងទៅសំនេះកម្មអានឹងជាតួការងារហើយទោះបីយើងរក្សាសិលក៏ជាតួកម្មដែរធ្វើសមាធិក៏ជាតួកម្មការងារដែរបញ្ញាក៏ជាកម្មខ្ញុំលឺនិយាយទេថាកាយកម្មវិច័យកម្មមនោកម្មធ្វើការណាប៉ុន្តែពាក្យកម្មវាបល័យទាំងអស់ខ្ញុំមិនដឹងទៅទីពាក្យកម្មប្រែថាអំពើការងារដែលយើងធ្វើបល័យហៅកម្មអ្នកប្រាជ្ញដូនតាយើងលោកថាអូយកូនចៅអញឲ្យកាន់ពុទ្ធសាសនាមិនយល់ពាក្យកម្មនឹងថាម៉េចទេចេះថាទៅក៏លោកឆ្លៀតលោកបញ្យល់លោកថាពាក្យថាអំពើកើតពីការធ្វើបល័យហៅកម្មមកប្រែឲ្យស្រាប់ព្រះពុទ្ធប្រាប់ថាឲ្យសត្វចងចាំសក់ទុកសឹមទៅកើតពីអំពើឃើញទេសេចក្តីសក់ទុកយើងកើតពីអំពើដែលយើងធ្វើទាំងអស់ពុទ្ធសាសនាជាសាសនាបង្រៀនឲ្យយើងធ្វើការទេមិនបង្រៀនឲ្យទៅសុំណាទេតែញោមទៅសុំគេមិនមែនពុទ្ធសាសនាទេតែបានទេការងារឲ្យធ្វើទាំងអស់ជីវិតរបស់មនុស្សទូទៅនៅលើសាកលលោកនេះកាន់សាសនាណាក៏ដោយសាសនាដែលអះអាងថាព្រះជួយផ្ដល់អីឲ្យគ្រាន់តែថាទេ
អត់មានហេតុផលអីទេមនុស្សអ្នកកាន់ថាធ្វើការដែលយើងចង់តែងប់ធ្វើការដោយកាយដោយវិជ្ជាចិត្តអីតែគ្នាឥឡូវញោមយើងអង្គុយនឹកមើលមកឥឡូវនឹកមើលពីត្រឹមដែលអង្គុយស្ដាប់ធម៌ទេសនាថ្ងៃនេះត្រឡប់ទៅក្រោយវិញថាអ្វីដែលញោមញៀនចេះដឹងតាំងពីចំណេះវិជ្ជាបញ្ញាទ្រព្យសម្បត្តិទាំងបានកើតមកមានមកពីស្អីมันកើតមានមកពីកម្មគឺធ្វើទេហើយធ្វើទាំងអស់ដូចបុរាណថាចេះពីរៀនមានពីរករៀនហ្នឹងជាតួកម្មការងារណាបើយើងមិនរៀនធ្វើម៉េចចេះបើយើងមិនធ្វើការរកធ្វើការធ្វើម៉េចបានសម្បត្តិទ្រព្យហ្នឹងទៅចេញមិនបានសតួការងារទាំងអស់ស្អីខុសពីហ្នឹងអត់បានទេអត់មានបានប្រយោជន៍អីទេនេះពុទ្ធសាសនាបញ្រៀនឲ្យមនុស្សធ្វើការនោះប្រាប់ថាមនុស្សបើមិនធ្វើការអត់រស់ទេអត់មានទ្រព្យសម្បត្តិអីបានទេប៉ុន្តែយើងអត់យល់កាន់ពុទ្ធសាសនាកាន់តែយើងអត់យល់ឲ្យបានស្គាល់ទ្រឹស្ដីអីទិញទួចធ្វើតែតាមនេះតំណតទៅមានអីចេះទៅពេញទឹកពេញដីពះវាលពេលកាលទៅវាខុសប្រាជ្ញាអំពីពុទ្ធសាសនានឹងទៅទៀតអត់ត្រូវហ្នឹងស្អីឥឡូវខ្ញុំនិយាយមើលមកបុរាណថាចេះពីរៀនមានពីរករៀនហ្នឹងជាតួកម្មការងាររកក៏កម្មដែរខ្ញុំគិតមកបាទឥឡូវលើករឿងមួយឲ្យខ្លីទៀតណាញោមណាឲ្យកប់តែមកហើយបើសិនប៉ុណ្ណោះហើយនិយាយស្រាលរៀកម្នាក់បើញោមមិនស្នាតែមិនយន់ទេស្រាប់បានទេអាត្មាឈប់មកឲ្យស្រុកនេះនោះឈប់មកតែបើនិយាយស្ដាប់គ្នាមិនបានសោះពេលឮតែញោមដែរទៅថ្វាយគុំលោកវត្តបឬតែញោមតាថ្វាយឲ្យបិទទ្វារវត្តអត់ឲ្យចូលទេចឹងនិយាយណាស្ដាប់មិនបានឲ្យចូលធ្វើម៉េចស្ដាប់បានទេនិយាយលេងដែរបើស្ដាប់មិនបាននៅតែព្យាយាមមកបញ្យល់ឲ្យស្ដាប់បានអញ្ចឹងឯងតែបានទេឥឡូវអាត្មាលើកឲ្យខ្លីយើងកើតពីម៉ែយើងមកគ្រប់តែគ្នាតាំងពីមួយថ្ងៃយើងប្រសូតចេញមកមួយថ្ងៃដំបូងរហូតដល់4 5 6ខែអីក្មេងទេរកយើងមានទៅដឹងអីចេះតែយំណាចេះអាស្រ័យកម្រើកដៃកម្រើកជើងដឹងអីទេអាក្រោកក្លាប់ក៏មិនចេះវាក៏មិនចេះដើរក៏មិនចេះស្អីក៏មិនចេះម្ដាយយើងលោកជួយយើងទាំងអស់សាបានទេជួយយើងទាំងអស់ជួយនោះជាកិរិយាដែលគាត់សង្គ្រោះយើងជួយទាំងអស់ហើយយើងដឹងហើយថាធម្មតាទារកក៏ត្រូវអាស្រ័យទឹកដោះម៉ែបានរស់ដែលកូនក្មេងណាថាម៉ែខ្ញុំឃ្លានទឹកដោះណាចែកខ្ញុំបោបងដែរអត់ទេអត់ទេវាក្រិនមានតែសញ្ញាអើយតែកាលណាឃ្លានស្រែកយំវ៉ាភ្លាមណាម្ដាយក៏ដឹងឃ្លានកូនតែស្រែកយំឃ្លានបោដោះហើយបានបុរាណលោកថាបណ្ឌិតអាងច្បាប់ពីលអាងកັບចាស់អាងស្លាប់ក្មេងអាងយំឃើញទេពួកបណ្ឌិតកាលណាគេនិយាយអីគេលើកច្បាប់ណាយកមកបញ្យល់ប្រាប់យើងអ្នកស្ដាប់មានដែរបើគឺច្បាប់នៅទីសំអាងរបស់បណ្ឌិតនៅប្រាជ្ញជប់អពេលតែខឹងយើងទាញបថៅមកដេញកាប់យើងពេញផ្សារឡូវទៅពេលអាងកាប់ហ្នឹងណាពេលអាងកាប់ទៅចាស់អាងស្លាប់ម៉ែឪអីនិយាយបដៅកូនទៅកូនគេមិនស្ដាប់ខឹងនឹងកូនគេមិនស្ដាប់ហ្នឹងថាមិនស្ដាប់អញក៏ឲ្យតែអញនៅប្រមាណនេះអាយុ70 80ដែរកាងាប់ហើយនិយាយកូនគេមិនស្ដាប់ខឹងហើយថាមិនស្ដាប់អីថាអញនៅប្រមាណនេះក៏ងាប់ហើយចាអាងស្លាប់តែកូនក្មេងស្អីអាងយំតែស្អីក៏យំណៃគេដឹងហើយយករឿងយំជាធំអញ្ចឹងណាកូនយំម៉ែដឹងតែឃ្លានបោកដោះហើយម៉ែក៏ទៅលើកយើង3តកងមកអោបនឹងទ្រូងគាត់
ដូចយើងក៏មិនដឹងឯណាដោះម៉ែនឹងទៀតម៉ែតែក៏យកដោះក៏មកដាក់មាត់យើងអានឹងក៏ជួយអស់ហើយណាចង់ចប់យើងត្រូវធ្វើការខ្លួនយើងពីរទី1យើងត្រូវចិញ្ចឹមបានទឹកដោះចេញដល់ទឹកដោះចេញយើងត្រូវលេបបានចូលអំពើនេះអាពីរជាទូកម្មការងារដែលយើងធ្វើខ្លួនយើងមកយើងអត់ទាន់ដឹងអីផងនៅតែធ្វើការងារពីរហ្នឹងបើមិនធ្វើពីរអត់រស់ទេអានេះគឺបញ្ជាក់ថាហ្នឹងជាទូកម្មបើយើងមិនបើកទឹកដោះក៏មិនជប់ដោះក៏មិនចេញទឹកដោះចេញហើយយើងមិនលេបក៏អត់ចូលពោះបានរស់ទៀតអាហ្នឹងបញ្ជាក់ថាជិះអត់បានទេមនុស្សនៅលើលោកនេះហើយញោមញាតគិតមើលមកទ្រព្យសម្បត្តិដែលញោមរកជាទូកម្មហើយធ្វើរវើកដោយកាយមានតែឈប់ណាស់ដួលចុះក្រោកឡើងធ្វើទៅទៀតបានទ្រព្យសម្បត្តិបានដោយសារពីការងារយើងធ្វើដោយកាយដោយវាចាចិត្តនេះប៉ុន្តែសាសនាព្រាហ្មណ៍គេអត់និយាយយ៉ាងទេមានតែពុទ្ធសាសនាមួយទេដែលនិយាយខុសគេសាសនាព្រាហ្មណ៍ក្តីសាសនាដទៃក្តីគេនិយាយអាងតែព្រះឲ្យទាំងអស់តែប្រពន្ធលោកថាអត់ទេអញ្ចឹងគឺមនុស្សធ្វើទេបានធ្វើកម្មបានជាខ្មែរយើងនោះមានពាក្យនិយាយថាអើយធ្វើម៉េចព្រហ្មលិខិតថាព្រហ្មលិខិតគឺថាទេវតាចាអោយព្រហ្មលិខិតព្រះព្រហ្មដែលជាអតិទេពបិតានេះទៅសេប្រវត្តិរូបឲ្យមនុស្សស្រេចឲ្យមនុស្សម្នាក់ស្រេចអ្នកឲ្យអ្នកឯងទៅកើតជាអ្វីអ្នកធំអ្នកមានបុណ្យស័ក្តិទ្រព្យសម្បត្តិអ្នកប្រាជ្ញនេះណាព្រះព្រហ្មសរសេរឲ្យគាត់បានគេថាព្រហ្មលិខិតនោះតែប្រពន្ធលោកបដិសេធថាអត់មែនទេទទួលយកមិនបានទេមានតែជំនឿទេមិនเคยមានផលអីទេគ្មានអីបញ្ជាក់ឲ្យច្បាស់លាស់ដូចជានសនអ្នកព្រាមទៅសួរប្រពន្ធនឹងឯងតែអត់មានឲ្យច្បាស់លាស់តែឃើញតែគម្ពីរដូចគ្នាទៅប្រពន្ធលោកថាគ្មានទេវតាប្រព្រំណាមកទេមនុស្សគេសម្រេចខ្លួនគេទេពុទ្ធសាសនារថាកម្មលិខិតការងារនឹងឯងដែលកត់ត្រាឲ្យមនុស្សទៅស្អីគឺគេសម្រេចខ្លួនគេសម្រេចខ្លួនគេខ្ញុំមើលមកសាសាឡាដែលគេរៀនចប់ឲ្យដល់សាកលមហាវិទ្យាល័យគេចាប់យកជំនាញហើយអ្នកណាគេពេញចិត្តនឹងអីគេរៀននឹងទៅតែតែគេចង់ធ្វើគ្រូបង្រៀនគេទៅរៀនខាងគរុសាស្ត្រគេចង់ធ្វើពេទ្យគេទៅរៀនខាងក្បួនពេទ្យចប់ពេទ្យគេចង់ធ្វើតុលាការគេទៅរៀនច្បាប់ទៅចង់អ្នកជំនាញអ្នកគ្រប់គ្រងអីស្អីធានាគាត់គេទៅរៀនអានឹងហើយណាកម្មលិខិតដែលគេសម្រេចខ្លួនគេអត់មានព្រះព្រហ្មណាមកសម្រេចទេហៅកម្មលិខិតការងារមនុស្សគេសម្រេចខ្លួនគេនេះចឹងញោមមិនណាច្បាស់ជាងថាព្រហ្មលិខិតឬថាកម្មលិខិតកម្មលិខិតសម្រេចឲ្យយើងសម្រេចខ្លួនឯងដែលមានព្រះព្រហ្មណាមកសម្រេចជារឿងដែលយើងមើលឃើញតែជែកអត់បានបើប៉ុណ្ណឹងនៅថាមិនជឿតែអាត្មាតឡងមកឈុំមកនឹងឯងចឹងវិសាសនាព្រាហ្មណ៍និងសាសនាដទៃគេថាទេវតាប្រកែកជាងមនុស្សទេវតាប្រកែកជាងមនុស្សតែពុទ្ធទេមនុស្សទេប្រកែកជាងទេវតាហ្នឹងគេប្រឆាំងហ្នឹងលទ្ធិមុនតែមនុស្សទេប្រកែកជាងទេវតាបើគ្មានមនុស្សធ្វើល្អទេវតាក៏អត់មានដែរព្រោះថាគ្មានមនុស្សធ្វើល្អក៏ទេវតាមិនមានដែរជាញោមញាតធ្វើបុណ្យធ្វើកុសលប្រាថ្នាថាអស់ជីវិតទៅកើតទេវតាគេថាសាប្រាថ្នាអញ្ចឹងបើឡើយលើកហេតុផលឲ្យញោមស្ដាប់ជាអមមនុស្សប្រកែកជាងទេវតាមែនមនុស្សដែលអប់រំចិត្តរបស់ខ្លួនកាយវិជ្ជបានរបស់ខ្លួនឲ្យប្រកបដោយកុសលគឺសេចក្តីល្អមានការរក្សាសិលឲ្យទានជាដើមគេហៅថាកម្មាវិជ្ជាកុសលចិត្តជាកុសលឡើយប៉ុនវិជ្ជាជំពាក់ក្នុងកម្មគុណ5នោះលះវាមិនទាន់ដាច់រូបសម្លេងក្លិនរនៃញោមណាចិត្តជាកុសលបោជាអកម្មគុណពួកបុគ្គលដែលថ្នាក់កម្មាវិជ្ជាកុសលចិត្តឬកម្មាវិជ្ជាកុសលភូមិ
ពីព្រោះគ្នានោះស្លាប់ទៅកើតក្នុងភូមិទេវតា6ជាន់ណាកម្មាវិជ្ជាកុសលចិត្តណែទេវតាប្រើប្រាស់ដូចមនុស្សដែរអានេះចិត្តទី1ចិត្តទី2អប់រំចិត្តថារូបាវិជ្ជាកុសលចិត្តរូបាវិជ្ជាកុសលទៅចម្រើនសមាធិអប់រំចិត្តឲ្យបានសម្រេចចូលដល់អបបនាបឋមឈានមានឈានទី1ទី2ទី3ទី4ទី5ឈានហ្នឹងគឺយកវត្ថុរូបមកជាទីតាំងក្នុងចិត្តក៏ចិត្តវាស្ងប់ហ្នឹងទៅដល់ស្ងប់វាចិត្តនោះចេញរួចចាកពីកិលេសមកមានសេរីភាពចាកម្មអាការរូបាវិជ្ជាកុសលចិត្តឬរូបាវិជ្ជាកុសលភូមិបុគ្គលនឹងដែលអស់ជីវិតទៅកើតក្នុងឋានព្រំមានរូប16ជាន់អប់រំថ្នាក់ចិត្តទី3គេអរូបាវិជ្ជាកុសលចិត្តចម្រើនចូលកាន់ឈានអត់យករូបអីមកជាទីតាំងយកអាកាសលហលហេវទៅទេសូនទៅអត់មានមកតម្កល់ក្នុងចិត្តដល់សម្រាប់ឈានកៅអរូបាវិជ្ជាកុសលចិត្តឬអរូបាវិជ្ជាកុសលភូមិដល់អស់អាយុទៅកើតក្នុងឋានព្រំអត់រូប4ជាន់ព្រំអត់រូបអប់រំចិត្តថ្នាក់ទី4គេហៅលោកុត្តរចិត្តគឺចិត្តរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តចិត្តរបស់លោកកំចាត់កិលេសអស់ហើយលោកុត្តរចិត្តរបស់លោកឆ្លងលោកអប់រំឆ្លងផុតកិលេសអត់មានអីទេគេហៅនិព្វានកិលេសវាសូន្យអស់បណ្ឌខណ្ឌរបស់លោកនៅជីវិតលោកនៅសួរថាពាក្យថានិព្វានកិលេសហ្នឹងតែចិត្តលោកនេះដែលនិព្វានកិលេសអស់ហើយចិត្តយ៉ាងណាថាចិត្តព្រះអរហន្តដែលនិព្វានកិលេសហើយលោកមិនខ្លាចសេចក្តីស្លាប់ទេហើយលោកក៏មិនត្រេកអរនឹងការរស់នៅដែរឃើញទេចិត្តរបស់យើងព្រោះយើងអ្នកដែលនៅកិលេសភ័យសេចក្តីស្លាប់ហើយតែលឺស្លាប់ភ័យបើរស់នៅសប្បាយរីករាយចិត្តយើងតែព្រះអរហន្តអត់ទេបងព្រះអរហន្តអត់ទេសេចក្តីស្លាប់ក៏មិនភ័យត្រេករស់នៅក៏មិនអរហូតដល់ញោមយកមកហូបអីសម្លអីឆ្ងាញ់ទៅប្រគេនលោកធីបដល់លោកឆាន់រួចទៅញោមសួរយ៉ាងណាទៅលោកម្ចាស់មកហូបនឹងមានឲ្យជារសឆ្ងាញ់ទេត្រូវប្រតិទេឆ្ងាញ់ក៏លោកមិនដែលថាឆ្ងាញ់មិនឆ្ងាញ់ក៏លោកមិនដែលឆ្លើយថាមិនឆ្ងាញ់អត់ទេលោកឆ្លើយថាចម្រើនពរញោមក្រិនតែអាហារនេះក្រិនល្មមតែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាននេះទៅល្មមទៅលោកបបតោត្រង់ជីវិតអីរាប់បានឆ្ងាញ់អត់ថាមិនឆ្ងាញ់អត់ថាព្រោះស្អីក៏លោកឆាន់បានដែរមិនឆ្ងាញ់ក៏លោកឆាន់បានហ្នឹងឆាន់បាននេះព្រះអរហន្តសូមយកញាតជ្រាបឬលោកមិនត្រេកអរនឹងការរស់នៅលោករងចាំតែកាលណាបរិនិព្វានខណ្ឌរំលត់ខណ្ឌទៅប៉ុណ្ណឹងទេដូចជាកម្មករទៅស៊ីឈ្នួលគេរងចាំឲ្យតែគ្រប់30ថ្ងៃដាច់ខែបានទទួលរង្វាន់គេឲ្យមកព្រះអរហន្តយ៉ាងទេរងចាំតែពីបរិនិព្វានលោកនឹងចេញចាកពីសង្សារទុក្ខទៅអមតមហានិព្វានរងចាំតែប៉ុណ្ណឹងញោមមើលមកមនុស្សទៅកើតទេវតាប្អិនបព្រំឬទេវតាប្អិនព្រំកើតមនុស្សអ្នកណាប្រកែកជាងពុទ្ធថាទេតែគ្មានមនុស្សល្អក៏គ្មានទេវតាប្អិនបព្រំដែរហ្នឹងសូមឲ្យជ្រាបចឹងពីមនុស្សទាំងអស់ប្រកែកជាងទេវតាប្អិនបព្រំលោកឲ្យតម្លៃហេតុផលដែលលោកសម្ដែងឲ្យគឺប្រពិតប្រកបច្បាស់លើមានហេតុមានផលទេវតាហេតុទៅពីមនុស្សពេលមនុស្សទៅជាទេវតាមកមនុស្សអប់រំចិត្តរបស់ខ្លួនឲ្យបរិសុទ្ធអើមួយហេតុផលយ៉ាងខ្ញុំមកឃើញចឹងបានវាមានហេតុផលបានពុទ្ធសាសនាអត់មានទៅសុំណាទេណាតែញោមទៅអុជទានទូសុំអើយឲ្យប្រពុតប្រទានសេចក្តីសុខអាយុវែងទ្រព្យសម្បត្តិអូខោឲ្យប្រពុតអបានតនីឲ្យអីប្រពុតលោកឲ្យតែទ្រឹស្ដីទេប្រពុតលោកមានទ្រព្យឯណាអត់មានទេញោមមើលលោកចេញពីនគរទៅបួស
មានតែខ្លួនលោកមួយឆាន់អាម៉ាតមួយសេះកន្ទើមួយមានស្ពាយអីទៅអត់ទេតើខ្លួនសំបីតែគ្រឿងអលង្ការបន្តិចទួចជាទៅលោកដោះឬក៏ឡែកប៊ូដោះបិចបង្វិចឲ្យឆាន់អាម៉ាតនាំយកទៅនគរវិញអត់មានមានស្បង់ចពោបានមួយប៉ុណ្ណឹងឯងដែលខតិកាមហាព្រហ្មយកមកថ្វាយហ្នឹងអត់មានអីទេឬខ្ញុំទៅសុំឲ្យលោកប្រទានឲ្យលោកមានអីឲ្យខ្ញុំហ្នឹងមានតែទ្រឹស្ដីគឺប្រធើគឺអរិយមគ្គដែលឲ្យយើងបដិបត្តិបើយើងមិនបដិបត្តិអត់មានណាមកធ្វើអីយើងបានទេបានជាពុទ្ធសាសនាមានពាក្យថាអត្តាហេអត្តណោនេថោខ្លួនត្រូវទីពឹងខ្លួនកោហេនេថោបរោសយាអ្នកដតីធ្វើមិនដេចជាទីពឹងបានណាអត់ជួយឲ្យយើងបានខ្ញុំកុំច្រឡំសង្ឃៈទេដែលគេជួយបាយទឹកនំចំណីអាហ្នឹងគេជួយយើងទេអាហ្នឹងមិនឲ្យយើងទៅជាស្អីការទេជួយឲ្យតែយើងរស់ទេរស់ឲ្យយើងធ្វើការអញ្ចឹងបើយើងរស់មិនធ្វើការអត់បានអីទេនេះថាសង្ឃៈទេឲ្យយើងពឹងខ្លួនគឺពឹងកាយវាចាចិត្តយើងអប់រំកាយវាចាចិត្តយើងនៅឲ្យស្អាតល្អអានេះសូមញញែកជ្រាបយ៉ាងបានដល់ពុទ្ធសាសនាជាសាសនាដែលទាក់ទងតែនឹងសង្គមមនុស្សលោកអប់រំថាឪពុកម្ដាយត្រូវសង្គ្រោះកូនខ្លួនដោយស្ថាន5យ៉ាងណាកូនត្រូវសង្គ្រោះឪពុកម្ដាយវិញ5យ៉ាងប្តីត្រូវសង្គ្រោះប្រពន្ធខ្លួន5យ៉ាងប្រពន្ធត្រូវសង្គ្រោះប្តី5យ៉ាងឃើញទេអាអ្នកធំជាវាយនាយនឹងត្រូវសង្គ្រោះអ្នកក្រមរបស់ខ្លួននឹងអ្នកក្រមត្រូវសង្គ្រោះអ្នកជាវាយនាយរបស់ខ្លួនវិញសមណៈត្រូវសង្គ្រោះបរិស័ទត្រូវសង្គ្រោះលោកបញ្រៀនដល់មនុស្សជីវិតមនុស្សថាឲ្យចេះជួយសង្គ្រោះគ្នាទៅវិញទៅមកជួយដល់គ្នាអញ្ចឹងទេទាក់ទងនឹងជីវិតមនុស្សទេអត់មានទាក់ទងនឹងអីទេពុទ្ធសាសនាហ្នឹងសូមឲ្យញោមយ៉ាងជ្រាបអញ្ចឹងឲ្យឈប់ណាឈប់ទៅសុំឲ្យពុទ្ធឬសុំណាឲ្យនឹងយកសុំទៅអាត្មាប្រាប់ថាឲ្យឈប់សុំទៅព្រោះញោមសុំដល់វិសក់ខ្មៅដល់សក់សនតែឃើញណាយកអីមកឲ្យរបស់ដែលមានធ្វើតែខ្លួនឯងទេមានរបស់សុំគេណាមែនទេអញ្ចឹងមែនទេសម្បត្តិត្រឹមញោមមានគេធ្វើខ្លួនឯងតែណាយកមកឲ្យបានតែសុំគេក៏អត់បានតែបានអាឡាណាមានធ្វើខ្លួនឯងបានតែឈប់សុំគេទៅកុំឲ្យអន់ពេកញោមអើយខំរកខ្លួនឯងមានត្រឹមណាចំណេះវិជ្ជាមិនដឹងថាខ្លួនឯងគួរទៅសើខ្លួនឯងថាអញខំធ្វើការដោយកាយយ៉ាងបានចំណេះចិត្តដឹងត្រឹមសម្បត្តិហ្នឹងណាខំធ្វើខ្លួនឯងទេហើយដល់អញ្ចឹងញោមជាទៅសុំគេអត់បានម៉ែសុំអីតែចានឹងសុំចន្ទបាសុំឲ្យរកទាំងអស់គ្នាហ្នឹងតែរកឲ្យសុំតែទួយក៏បានសុំមិនចង់បានមាសចង់បានពេជ្រយកមកតុបតែងអីមិនត្រូវចង់បានទៅទិញទៅប្រាប់ប្តីសិនក៏ដូចជាសុំដែរថាបងពុកអានាងមីនីនឹងចង់ឃើញខ្សែដៃអីគេល្អចាចង់បានប្រាប់ប្តីដូចសុំមែនណាដូចប្រុសខ្មែរងាយណាបើឲ្យតើទុកចិត្តប្រពន្ធវាធ្វើអីក៏បានដែរនេះប្រុសខ្មែរងាយណាបងនេះសង្ញាតញោមញាតប្រាប់ហ្នឹងតែហ្នឹងព្រះអង្គលោកប្រាប់ឲ្យប្រពន្ធត្រូវចាយវាយត្រូវដឹងប្រមាណទ្រព្យសម្បត្តិឲ្យរកបានប៉ាអ្វីដែលវាខុសពីការចាយប្រកដីធម្មតាមានគេមកខ្ចីបុលក្តីចង់ទិញមាសពេកត្រូវប្រាប់ប្តីសិនអត់ទិញបានខ្លួនឯងចឹងគោរពប្តីដូចជាសុំដែរបានណារួចប្រពន្ធលោកថាប្តីត្រូវសង្គ្រោះប្រពន្ធដោយស្ថានប្រទី5ក្រោយណានៅថាប្តីគប្បីជួយទំនុកបំរុងគ្រឿងសម្លៀកបំពាក់គ្រឿងអលង្ការតុបតែងឲ្យដល់ភរិយារបស់ខ្លួនប្រពន្ធលោកបង្កប់ប្តីយ៉ាព្រោះលោកយល់ថាមនុស្សស្រីត្រូវការតុបតែងរាងកាយជាងបុរសហើយបើសិនប្តីចេះគិតគូរតាំងពីសម្លៀកបំពាក់គ្រឿងមាសពេជ្រតុបតែងឲ្យដល់ប្រពន្ធអូនិយាយពីប្រពន្ធសប្បាយចិត្ត
មានភាកក្តីភាពទៅលើប្តីកាន់តែទ្វេគុណទៅទៀតនឹកឃើញអើយប្តីឯងគេស្រឡាញ់ឯងនេះរហូតដល់គេគិតគូរតាំងពីមាសពេជ្រគេទិញឲ្យឯងដែរណាធ្វើឲ្យប្រពន្ធមានភាកក្តីភាពកាន់តែធ្ងន់ទៅលើប្តីទៀតអាហ្នឹងចឹងបើប្រពន្ធលោកប្រកបចឹងអាហ្នឹងកិរិយាប្រពន្ធលោកឲ្យប្តីសង្គ្រោះប្រពន្ធនេះខទី5ហ្នឹងបានពុទ្ធសាសនាសូមសរុបសេចក្តីថាមិនតាកតងនឹងខ្មោចទេតាកតងទៅនឹងសង្គមមនុស្សទេដល់បានទេញោមណាបញ្រៀនឲ្យមនុស្សចេះគោរពដឹងគុណគ្នាទៅវិញទៅមកអញ្ចឹងណាជួយគ្នាបានព្រះសម្មាសម្ពុទ្ធសម្ដែងថាបុគ្គលដែលចេះគោរពគុណធម៌ដល់គ្នានឹងគ្នាទៅវិញទៅមកនឹងជាហេតុនាំឲ្យកើតសេចក្តីសុខដល់សង្គមដែលយើងទាំងអស់គ្នាដឹងគុណតែនេះគេជួយអញនេះនោះគេជួយអញនោះហើយយើងដឹងគុណគេហើយគោរពទៅវិញមកបានសេចក្តីសុខមានការលើសលោះគ្នាមិនតែពីអធិស្ឋានលើកលែងនេះយល់ថាយ៉ាងហ្នឹងធ្លាប់ជួយអញអាហ្នឹងធ្វើឲ្យស្ងប់សេចក្តីកំហឹងកើតឡើងប្រពន្ធការគោរពគុណធម៌ដល់គ្នានឹងគ្នានឹងជួយគ្នាទៅវិញទៅមកនោះនឹងសំជ្រាបបានប្រសំបញ្ជាក់ឥឡូវមក4ហើយបើត្រូវសំចាំបើប៉ុន្តែសំចាំនេះមុននឹងចាប់គេថានិគមវចនៈគុំកាញ់គឺរៀងមេត្តាដែលត្រូវសម្ដែងមកឲ្យខ្លីទី1ក៏គឺនិយាយដោះស្រាយអំពីពាក្យកណានុប្រទានបន100ថ្ងៃហ្នឹងមកបំភ្លឺយល់ហើយហើយនឹងឧទ្ទិសកុសលទៅញាតិ7សន្តាននឹងលុបចេញសូមឲ្យគ្រប់សន្តានក្នុងសង្សារបាត់តអានឹងនេះបាត់ទី2មកបានលោកសួរបញ្យល់អំពីការឧទ្ទិសកុសលផលបុណ្យទៅអ្នកស្លាប់នោះដែលញោមញាតតែងជឿថាឧទ្ទិសទៅបានគ្រប់ទៅឧទ្ទិសអត់ទេលើករឿងវត្ថុនិទានព្រាមទៅសួរប្រពន្ធលោកដោះស្រាយអស់ហើយអានឹងមិនបានទេប៉ុន្តែយើងអ្នកធ្វើត្រូវតែធ្វើមិនធ្វើអត់បានទេទោះនៅទទួលបានក្តីមកដែរជាយថាកម្មអ្នកខាងនេះតែយើងគឺយើងបុគ្គលដែលគោរពគុណឧបការៈលើលោកដូចមេដាបេដាលោកឈឺហើយដល់ណាទុកឲ្យស្លាប់គេដឹកទៅឲ្យពេទ្យមើលទៅទាំងហើមចាំក្រោយតែជួយអញ្ចឹងមិនរស់ក៏យកទៅឲ្យមើលដែរយ៉ាងណាបើគាត់ទទួលបានយើងត្រូវតែឧទ្ទិសទៅដែរបានបនបានកុសលឲ្យយើងហ្នឹងឲ្យការដឹងគុណនេះណាគេហៅធ្វើកតញ្ញូនេះព្រះសម្មាសម្ពុទ្ធថាមានដៃឈាមមានអំណាចប្រកែជាងកន្សែងយានមុនគុំអាគុំគេថាទៀតអ្នកបុគ្គលមានកតញ្ញូដឹងគុណមេត្តាបិតាគោរពថែរក្សាលោកជីវិតរបស់បុគ្គលរស់នៅជាមនុស្សធ្វើអីក៏ត្រូវចម្រើនធ្វើស្រែធ្វើចំការចំនួនជួញប្រែមន្ត្រីចការអីឡើងជានេះអត់រេចោះទេធ្វើកតញ្ញូជួយត្រត្រង់អានឹងបើចិនគេថាហុងស៊ុយបនហ្នឹងកតញ្ញូជាហុងសោត្រង់បុគ្គលដែលមានធ្វើកតញ្ញូហ្នឹងបើចិនគេមិនថាចឹងតែទៅរត់ដីហុងស៊ុយតែកប់ទៅរកស៊ីមានតែពុទ្ធសាសនាអត់តែនិយាយពីការដឹងគុណទេជួយតែរក្សាมันអាចមានសត្រូវពុពៀនណាមកបៀតបៀនបុគ្គលដែលមានដឹងគុណនោះឲ្យអន្តរាយបានទេទេវតាក៏រក្សាដែលប្រពន្ធលោកសំដែងអញ្ចឹងមានពុពៀលអមនោណាប្រាថ្នាដើរចាំហ្នឹងទេវតាមកផ្នែកមកបញ្ជាកុំឲ្យមើលចាំយើងដើរហោះរំលងទៅហ្នឹងទេវតាជួយយ៉ាងទៀតមិនបាច់ចាំបន់មិនបាច់ចាំស្រន់នេះទេថែរក្សាបុគ្គលមានធ្វើកតញ្ញូនោះហើយបុគ្គលមានធ្វើកតញ្ញូនេះជីវិតនឹងមនុស្សគឺសុខសួស្តីជានិច្ចដោយធ្វើកតញ្ញូនោះដល់អស់ជីវិតទៅកាន់ឋានសួគ៌ទៀតដោយសំដែងអានិសង្សនៃធ្វើកតញ្ញូនោះអានឹងត្រូវដឹងយ៉ាងណាញោមណាហើយប្រាប់ថាអត់តាកតងខ្មោចទេអានឹងមួយអវាទបងអត់តាកតងខ្មោចទេតាកតងមនុស្សរស់ឬធ្វើដែលព្រះអង្គសម្ដែងឲ្យជាធ្វើឲ្យមនុស្សយកទៅធ្វើការងារតែអថង្គិកមៈដោយអាចារ្យសួរហ្នឹងអរិយមគ្គហ្នឹង
và tham gia tì này đó sài sầm nô lộ ở cha su nó thằng ở pư đa từ lùm từ lệ dương đó sài khuôn dương pưng khuôn dương bàn nên sầm chìm riệt chăngไปปนสามน้ำเมนศาสนาดาสมยีเดอเตทพูครูนเองเมียนาถือปไอเพียบครูนเองพอปนลงเป็นเรียนยังยังเมียนปัญญากรุบกรันดอกสลายปัญญาชีวิตยังบานต่างอันนั้นเมียตกาเทือนไอสำแดงสมอโยมเยียนั่งจ้องจำบ่ไอบ่เมียนชงอลไอยันสู้ต่อตะตีอาตมาชื่อตามันเต้นโยนออดเตพอบ้านตะกลักว่าเชื่อกาปไปยังนะวันยังเธอติสนาขนมกรรมวิธีบอลคู่มารอยทั้งไงดำใบหนึ่งอตุกสาลจูนชมพัวเตียเยอะเอียงเฮียงขนมโอกาสนี้ก็ละมงกูซ้ำตามปาเวเลียให้บ้าตีนี่ด้วยชราญไปเบาแค่ตะวักตึงก็ได้อาตมามือต่อจำเอาแต่โยมคัดจะเคยเมียนหน้าคัดป่าแช่แต่บ่โยมท้อบ้านให้ชอบเปลี่ยนยาสาวติกสาวพอดบอลการปิดธรรมเตียนในติจูนจมพัวเตียเยอะเอียงเฮียงหนึ่งปปการายชนต่างลายแล้วบ่โยมเงียกรุ๊ปนี้ต่างได้เรียนโลกในตุกันโลกข้างมุกสมโลกในเมียนกุนต่างอันโมตเนตัวตูไตรอ่อนเอากสอบพอดบอลได้การปิดธรรมเตียนขนมโอกาสนี้ให้โลกเนี่ยต่างลายนกปิ่งจัดนกปการะนาดติกโจสมรัยตัวตามตึกจัดระบอลโลกเนี่ยต่างลายในเจ้ายามที่ซ้ำจูนโปดอยมเย็ดพุทธบริษัทลูกเนี่ยไม่จากดำบอลก็ได้ลูกเนี่ยได้สดับเธอก็ได้สมเอาเกิดปัญญาทำไมจำรานลุดเลือปัญญาทำไมตามระยะทัวติสนาเนี่ยเพราะโบราณนุท้าอ้อยเตียนเอาไว้มันสมานังอ้อยเตียนเธอติสนาเมียนเอาไว้ก็มันสมาเมียนปัญญาเชี่ยไว้ก็มันสมานังชัดเชี่ยบอลแต่สำหรับเธอติสนาต้องการปัญญาปัญญาเนี่ยแต่สมาร์ทจัดไอสะอาดเชี่ยละอ่อนนั่นเป็นเตะตรงจังอาตมาสำแดงเธอในพลายชรานั้นนะพลายปีจำเนื้อจัดระบายโยมได้เชื่อไปมนมอนะว่าเขาจะเชื่อการแสดงต้องไปช่างนังจำเนื้อโยมเยียดพองปันบ่มนนังขังอาตมาไอ้เกิดกูซันนะกรมขังประเดประดาเนี่ยอาตมาสำแดงตามปุปเตมเป็นปัญญาครูอาตมาเจนึกยมท่าเตบรรยงขังอาตมากูขังนังปุปมนอาตมาพระอาตมาท่านังปุปอาตมาปรับประพบเดิมเดาเปล่ามนขังอาตมาขังปุปอสังอย่างสมยมจิเรียจ้านะเป็นอย่างสมอัญยมจิมรันลูกได้ปัญญาได้สัพเทอติสนาตามเมียนปัญญาชีวิตระบายโยมบริสุทธิ์สบายร่มรื่นหายเนปรายปูลทปัญญาในประสาเนปรายคือบุปผลปัญญาประสาโดยเชียประจันได้ประสาเชียงพกายโยมมือประจันทมเชียงพกายเราถ้าเซลก็ได้เสรีก็ได้เธอระบาสับรอรเมนเตาตามบุคคลในเมียนปัญญาโยมรักษาเซลบ้านในสามเมียนปัญญาดังเขาตระว่าเราละอโยมทว่าชีวิตระบายโยมไอเมียนเสรีสกสบายจุกใจสู้สดได้สามปัญญาได้เมียนปัญญามันเราตระบานตระบน้ำมาทว่าไอชีวิตน้ำเมียนเสรีสู้สดนะวิเธอระบาสับบรอคือเธอระบาปปนนังโยมการเมียนโยมในสารโยมเมียนปัญญานั้นมันตัวโยบานเธอระบาสับบรอปปนรู้สมได้จ้ะเจ้าเธอเทศนาขณะการก็สันอมัตจาม